លោកប្តីខ្ញុំលាក់បាំងសមាជិកភាពពិតព្រោះបងនឹងមើលថែផ្ទះសម្បែងសង្ឃឹមថាបងឆាប់បានជោគជ័យមានឈ្មោះល្បីល្បាញមនុស្សស្មានថាអ្នកនាងធ្វើស្រែ3ឆ្នាំហើយតែថ្មីដៃនៅតែខ្លាំងដដែលសោះអ្នកនាងមកក៏តាមខ្ញុំមកលេងបែបនេះអ្នកនាងបើមិនត្រឡប់ទៅវិញលោកអបរាជកាត់ក្បាលខ្ញុំជាមិនខានទេហេអ្នកនាងកុំធ្វើបាបខ្ញុំបានទេមើលលោកចាស់យាអូយ៉ាហ៊ានមកពាំងផ្លឹកខ្ញុំផងជឿតែថាខ្ញុំទៅវិញដកតម្លៃលោកខ្ញុំមិនហ៊ាននោះទេមិនហ៊ានទេមិនក៏មិនថយចឹងទេអ្នកនាងកាលណាលោកអបរាជចង់ឲ្យអ្នកនាងគេចផុតពីចំនួនក្នុងរាជវាំងទើបឲ្យរៀបការជួបគ្រួសារយ៉ាងច្រើនឆ្នាំមកនេះអ្នកនាងខ្លាចលោកប្រុសតូចចិនទៅមិនបង្ហាញសមាជិកភាពពិនពេលនេះលោកអបរាជបានទូលព្រះអង្គសូមឲ្យជ្រើសរើសស្វាមីអ្នកនាងយ៉ាងមានគំពីប្រពន្ធអ្នកប្រាជ្ញចំណានប្រចាំតំបន់នេះរាជសាស្ត្រដល់ក្រុងស៊ីជូ3ថ្ងៃទៀតអ្នកនាងលោកអបរាជព្រោះតែនឹងអ្នកនាងខ្លាំងពេកទើបចង់ឲ្យអ្នកនាងទៅរស់នៅជួបជុំគ្នាវិញកុំខិនគាត់អីលោកបងទាំងនេះជាកំហុសកូនបងច្រត់ជាបែបនេះទៅហើយតែរាយការវិញចឹងបងគាត់គួរដល់ខ្ញុំខ្លាំងដល់ម្លឹងឲ្យខ្ញុំនៅតែរឹងរូសទៀតច្បាស់ជាធ្វើឲ្យគាត់ខកចិត្តហើយល្អណាស់លោកប្តីរងចាំខ្ញុំណាខ្ញុំនឹងប្រញាប់ទៅប្រាប់ដំណឹងល្អដល់បងអ្នកនាងខ្ញុំសូមខ្ចីសាររបស់លោកជីសិនគ្មានបញ្ហាទេអ្នកនាងត្រូវការអីប្រាប់ខ្ញុំបានអូត្រូវហើយខ្ញុំបានផ្សព្វផ្សាយដំណឹងជូនអ្នកនាងហើយដំណឹងអី3ថ្ងៃទៀតអ្នកនាងប្រាសមាជិកភាពជាវអ៊ីនឈិនស្ត្រីមានចំណេះដឹងជាងគេដើម្បីជប់លៀងអ្នកបងប៊ីហ្វឹងដើម្បីទទួលយកអ្នកប្រាជ្ញចំណានចុះថ្មីខ្ញុំនឹងបង្ហាញសមាជិកភាពទៅកាន់ប្តីខ្ញុំដល់ផ្ទះតែម្ដងចាប្រយ័ត្នអ្នកនាងសូមចេញមើលដំឡងឆាំងសូមចេញមើលសូមចេញល្អណាស់សូមចេញមើលត្រកាយទេលោកប្រុសសូមចេញមើលរបស់ល្អប្រុសឈិនជូចង់ជាអ៊ូអបរបស់គេមែនមិនចំណាយទេដែលស្ត្រីមានចំណេះដឹងជាងគេដែលនឹងជួយអ៊ីនប្រមបង្ហាញខ្លួនគ្រាន់តែមិនដឹងផងគេយកនេះឬស្អីចេះទៅប្រញាប់ទៅណាជាផ្លូវឲ្យលឿនពួកណាក៏ប្រញាប់ទៅណាមិនណាគាត់ថាណាអ្នកនាងម្នាក់នេះពិតជាស្អាតណាស់ថែមទាំងលយទៀតផងព្រះចបុតមិនអីទេសាប់តសំខាន់ជាសេះយូរហើយតែមិនសូវសំដៃលោកមិនអីទេដែលសំខាន់នាងមានចិត្តល្អទៀតផងបើមិនសំដៃជីធ្វើអីបុកមនុស្សបិចស្លាប់ដឹងថានាងបុកចំណាទេមិនអីទេអ្នកនាងម្នាក់នេះច្បាស់ជាប្រញាប់ណាស់ហើយឲ្យនាងទៅសិនចុះណែប្រាប់អ្នកដឹងចុះណែមានតែលោកទេដែលយល់ហេតុផលប៉ុន្តែខ្ញុំមិនបានជាមនុស្សមិនស្គាល់ខុសត្រូវទេសេះមួយក្បាលនេះខ្ញុំជូនលោកចាស់ឈូយាយ៉ាវពិតជានារីមិនធម្មតាពិតមែនថាម៉េចមកជាកំពុងអ្នកប្រាជ្ញចំណានមែនទេជីយូអ្វីដែលអូននិយាយជាការពិតទេច្បាស់ជាការពិតហើយបងប្រុសមីងកុំបារម្ភអីនេះជាពុករបស់ខ្ញុំដែលបានចេញមុខរត់ការដោយផ្ទាល់មិនអាចខ្លាំងបានទៅខ្ញុំបានឮគេនិយាយតគ្នាស្ត្រីដែលមានចំណេះដឹងខ្ពស់ជាងគេឈ្មោះឈីវអ៊ីនឹងរៀបចំជប់លៀងនៅប៉មអ៊ីងហ្វឹងស្វាគមន៍បងដោយផ្ទាល់បងមិនត្រូវហើយជីយូកុំបារម្ភអីក្នុងចិត្តរបស់បងមានតែអូនម្នាក់កូនឲ្យតែបងប្រមើលថែខ្ញុំឲ្យបានល្អពុកខ្ញុំច្បាស់ជាមិនឲ្យបងមានការលំបាកឡើយចាំតែរាជសារមកដល់បងនឹងកាត់ការស្រែស្រុកស្រែនៅចោលភ្លាមហើយរៀបការជាមួយនឹងអូនហើយសម្លាញ់ខ្ញុំមកវិញហើយអ្នកទាំងពីរកំពុងអូនមិនអូនត្រឡប់មកវិញលឿនម្ល៉េះនាងជាអ្នកណាមិនក៏នៅជាមួយប្តីខ្ញុំធ្វើរឿងថោកទាបបែបនេះបាត់មកអ្នកនាងយ៉នជាកូនស្រីលោកម្ចាស់យ៉នដែលជាច្បាយខាត់ឈិនជូស្រីស្រុកស្រែដូចអូនមានសិទ្ធិអីនិយាយពីនាងកូនចៅខាត់ឈិនជូឋានៈត្រាប់តែជាច្បាយខែមួយសោះខ្ញុំមិនខ្វល់ពីគេទេអូនចង់ធ្វើអីបងមីងរឿងដល់ដំណាក់កាលនេះហើយមិនបាច់លាក់បាំងស្រីថោកទាបនេះទៀតទេលោកប្តីអ្វីដែលនាងនិយាយមុននេះមានន័យថាម៉េចទៅជួយយាយជ្រុលជាអូនឃើញនឹងភ្នែកហើយយើងមិនបាច់លាក់បាំងទៀតទេពេលនេះយើងជាប់ជាកំពុងអ្នកប្រាជ្ញចំណានហើយនាងត្រឹមជាស្រីស្រែចំការម្នាក់ប៉ុណ្ណោះគ្មានតម្លៃចំពោះយើងនោះទេហើយយកលិខិតលេងលះនេះចេញពីគ្រួសារចាំភ្លាមទៅចង់លេងលះហ៎ត្រូវហើយស្ដាប់មិនខុសទេយើងចង់លេងលះជាមួយនឹងនាងល្អណាស់ល្អបើឆ្នាំនេះខ្ញុំបានបន្លាយដើម្បីមានប្រាក់ឲ្យបងរៀនពេលបានឡើងខ្ពស់បងអាចចង់លេងខ្ញុំចាចុះចង់ឲ្យធ្វើម៉េចខ្លួននាងក្លិនស្រែបែរជាមានមហិច្ឆតាខ្ពស់ចង់នៅក្បែរកំពូលអ្នកប្រាជ្ញចំណានផងយល់សពកណ្ដាលថ្ងៃមិនខុសពិតមែនកំពូលអ្នកប្រាជ្ញ
គ្មានខ្ញុំគិតថាខ្លួនឯងមានសមត្ថភាពដើម្បីធ្វើកំពង់អ្នកប្រាជ្ញនេះដែរទេយ៉ាងមិនទៅ3ឆ្នាំមកនេះខ្ញុំតែបានខ្ញុំជ្រុំជ្រែងកិច្ចការឲ្យគ្រួសារយ៉ាងម្លេះគ្រួសារបងមិនអាចមានតំណងខ្ពស់កាត់ទៅជួយយាយយ៉ាងកុំប្រាប់ថានាងធ្វើស្រ័យច្រើនពេកដល់ថ្នាក់ល្ងងលេងនឹងខ្យល់អីហើយ យាយយ៉ាងគិតថាអូនជាអ្នកណានៅមានមុខមកនិយាយរឿងជ្រុំជ្រែងកិច្ចការពីក្រោយបានទៀតឯងគិតថាអូនជាស្ត្រីមានចំណេះដឹងខ្ពស់ជាងគេមែនទេអូយ៉ាងមិនទៅលោកនិយាយត្រូវណាស់ខ្ញុំជាស្ត្រីមានចំណេះដឹងខ្ពស់ជាងគេពិតមែនហើយត្រូវចាំទុកផងថាថ្ងៃនេះមិនមែនលោកចង់លេងខ្ញុំទេតែខ្ញុំទៅវិញទេដែលចង់លេងលោកហើយតម្លៃអ្នកប្រាជ្ញាចំណានរបស់លោកនោះក៏សង្ឃឹមថាបានធ្វើវាឲ្យសោះ ហ៊ានប្រមាថអ្នកកពូលចំណានផងឯង ខ្ញុំមិនខ្លាចនឹងនិយាយប្រាប់ទេតំណែងកំពុងអ្នកប្រាជ្ញបងមីងគឺបានមកពីលោកពុកខ្ញុំជាអ្នករត់ការឯផ្ទាល់3ថ្ងៃទៀតរាជសារនៅមកដល់ក្រុងឈីងជូស្ត្រីមានចំណេះដឹងជាងគេអ្នកនាងឈីវអ៊ីនក៏ត្រៀមពិធីជប់លៀងនៅប៉មអ៊ីងហ្វឹងដើម្បីស្វាគមន៍បងមីងដែរត្រឹមជាចវាយខាត់យន់ហាន់ម្នាក់នេះហ៊ានលោកដៃចូលការប្រឡងចូលរាជវាំងគួរឲ្យអស់សំណាចមែន បាត់មាត់នាងហ៊ានហៅឈ្មោះចបាយខាត់ចំផងឯង មិនទៅនាងលេងចង់រស់ហើយនេះដូចលាក់ជាមួយប្តីគេអត់កែខ្មាស់នេះលោកមកវិញនឹងស្រីមិនទៅរកផ្លូវរាជចម្រើន ចំជាហ៊ានណានាងហ៊ានតែយើងថ្ងៃនេះយើងនឹងបដូរនាងទៅគុកធំឲ្យនាងដឹងលទ្ធផលដែលនាងហ៊ានលេងនឹងយើង គាត់ថាខ្លួនឯងខ្លាំងហ៎ថាចេះថ្ងៃនេះយើងនឹងធ្វើឲ្យនាងឃើញកាន់តែច្បាស់ថាយន់ជីងយូយើងចាត់ការនាងបែបណាចាំមើលអ្នកណាចេញមកការពីនាងបានតាមក្បាច់កុំកបិចកបោះកុំចង់លុយឆ្មាក់ទៀតឲ្យសោះ ប្រហែលជាកន្លែងនេះហើយណានាងប្រយ័ត្ន អរគុណអ្នកប្រោសដែលបានជួយ អ្នកនាងជាអ្នកនាងពិតមែន អ្នកជីងយូបងគ្មានបំណងទេពួកឯងកំពុងធ្វើស្អី មិនបញ្ញាប់ជួយខ្ញុំឲ្យលឿនឡើងមកល្អណាស់ចាំជាគូស្នេហ៍ថោកពីមែនហ៊ានញ៉ាំញងគ្នាមកគេផងអី ស្រីថោកទីបឯនេះលួចមានប្រុសថ្មីនៅក្រៅខ្នងយើង បាត់មាត់ឆ្កែរបស់លោកទៅកុំយករឿងស្មោកក្រកខ្លួនឯងមកលក់មក ពុកម៉ែបងប្អូនមកជួយមើលទៅបញ្ញាប់នាំគ្នាមកមើលទៅស្រីថោកទីម្នាក់នេះហ៊ានលួចមានប្រុសក្រៅខ្នងខ្ញុំហើយត្រូវខ្ញុំលេងចោល ចាំមិនកុំឈប់និយាយផ្ដេសផ្ បង ដា ប្អូនគ្រប់គ្នាឃើញច្បាស់ហើយនឹងលើគ្រប់គ្នាហើយមែនទេស្រីថោកទីម្នាក់នេះខឹងព្រោះតែរឿងគ្មានគេខ្មាស់នាង អ្នកកំឡោះនេះរូបរាងស្អាតគ្រាន់បើតែបែរជាស្រឡាញ់ប៉ះប្រពន្ធគេទៅវិញច្បាស់ជាកូនប្រសាទតកូលយ៉ាងចិត្តងាយមិនខានទេទៅអូសទេអ្នកកំឡោះនេះបានកូនប្រសាទតកូលយ៉ាងគ្មានគេខ្មាស់មែនសំតែលេងចោលយូរហើយរស់នៅជាប្តីប្រពន្ធ3ឆ្នាំមកនេះមិនស្មានថាលោកជាមនុស្សថោកទាបដល់កម្រិតនេះសោះ នាងជាស្រីក្លិនស្រែស្រែម្នាក់ជាអ្នកសុំទានក្លិនស្អុយចាំជាសំគ្នាគ្មានទោះមែន ប្រហើនវាប្រមាថថ្នាក់លើមើលងាយបរិយាប័ត្រសៀវយ៉ាងផងហ៎តែប្រហែលជីវិត គេជារាជបុត្រសៀវយ៉ាងអ្នកប្រជាព្រះរាជបុត្រសៀវយ៉ាងដែលចូលចិត្តបកកចំនួននៅក្នុងវាំងនោះមែនទេ អ្នកសុំទានក្លិនស្អុយអញនេះជប់ធ្វើរឹកធ្វើពីទៅបើអញជាព្រះរាជបុត្រសៀវយ៉ាងមែនអញ្ចឹងខ្ញុំជាព្រះជាយាដែរហើយ ម្នាក់បន្លំខ្លួនជាស្ត្រីមានចំណេះដឹងខ្ពស់លើលោកម្នាក់បន្លំជារាជបុត្រសៀវយ៉ាងមិនស្ដាយជីវិតខ្លួនឯងសោះចាប់ពួកវាពីរនាក់នេះយើងភ្លាមបញ្ជូនទៅឲ្យច្បាយខាត់ទៅ ត្រូវបញ្ជូនឲ្យច្បាយខាត់កាត់ទោសទៅត្រូវបញ្ជូនឲ្យច្បាយខាត់កាត់ទោសទៅ ទាំងអស់គ្នានៅគោរពច្បាប់ឯទេហ្នឹង សំតោដែលធ្វើឲ្យអ្នកប្រុសជួបរឿងទាំងនេះ មិនអីទេថ្ងៃនេះយើងចង់ដឹងថាអ្នកណាហ៊ានប៉ះពាល់យើង លើកថារាជបុត្រសៀវយ៉ាងចូលចិត្តសាមញ្ញមិនចូលចិត្តបង្កប់បញ្ជាទើបត្រង់ចេញពីរាជវាំងហើយធ្វើដំណើរតាមព្រៃភ្នំគ្មានអ្នកណាស្គាល់ថាត្រង់មកបាត់បាត់ណាទេអាអ្នកសុំទាននេះក្លាហានមានរបៀបខុសពីគេណាកុំប្រាប់ថាគឺជារាជបុត្រសៀវយ៉ាងពិតប្រាកដ លោកម្ចាស់យន់លើកនេះអរគុណលោកម្ចាស់ខ្លាំងណាស់ទើបកូនប្រុសខ្ញុំត្រូវគេជ្រើសរើសជាកំពូលអ្នកប្រាជ្ញានេះជាទឹកចិត្តបន្តិចបន្តួចពីខ្ញុំតែប៉ុណ្ណោះសង្ឃឹមថាលោកម្ចាស់នឹងដាក់ខ្លួនទទួលចោល ខ្ញុំត្រឹមមន្ត្រីថ្នាក់ទី4ប៉ុណ្ណោះមិនអាចមានសមត្ថភាពលូកដៃចូលបញ្ហាតំណែងកំពូលអ្នកប្រាជ្ញចំណាននោះបានទៅយ៉ាងណាប្រាក់ច្រើនសន្ធឹកសន្ធាប់បែបនេះមិនទទួលវាដូចជារងងពេកហើយ លោកស្រីយ៉ាងសរសើរពេកហើយកូនស្រីខ្ញុំជីងយួរមានចិត្តលើតែប្រុសយ៉ាងតាំងពីតូចមកម្លេះអញ្ចឹងហើយទើបខ្ញុំជ្រុំជ្រែងគ្រាន់តែថានឹងមានស្រីធ្វើចំការឈ្មោះឈូយាយ៉ាវនោះ លោកម្ចាស់ក៏បារម្ភអីពេលទៅដល់ភ្លាមខ្ញុំនឹងដេញក្បាលនាងឲ្យលែងកូនខ្ញុំភ្លាមមិនឲ្យនាងមានឱកាសចូលគ្រួសារយ៉ាងតិចឡើយ
អញ្ចឹងល្អណាស់ មានរឿងហើយអ្នកប្រុសយ៉ាងនិងបរិយាបទសៀវយ៉ាងមានរឿងជួបគ្នា ថាម៉េចអ្នកប្រុសយ៉ាងឯងនិយាយសម្ដៅថាកូនយ៉ាងមិញកុងហ៎ ឈូជាយ៉ាងនាងត្រឹមជាអ្នកធ្វើចំការប៉ុណ្ណោះមិនអាចស្គាល់បរិយាបទទៅមិនក៏នៅឈរថ្មងទៀតឆាប់ចាប់ពួកវាទៅបង្ករឿងគួរខ្មាស់គេណា ព្រះរាជបុ បង ត្រ មិនអីទេ ពួកគេថ្លៃធំដល់ម្លឹងគួរចាត់ការបែបណាក៏បរិយាបុត្របញ្ជាមកចុះ អ្នកនាងចង់ធ្វើយ៉ាងម៉េចយើងមិនមនុស្សស្អាតស្អំទេ ជួយជាចៅតាមយើងមកជប់បែបនេះចង់បានប្រាក់ណាស់ហ៎ចឹងយកឲ្យចេះផុតទៅប្រាប់នាងចុះយកប្រាក់ទាំងអស់នេះដល់ប្រុសថ្មីរបស់នាងចេះផុតទៅរវាងពួកយើងខុសគ្នាដូចមេនឹងដៃអញ្ចឹងហាប់យកប្រាក់ទាំងអស់នេះចេញទៅចេញពីគ្រួសារចៅ ខ្ញុំឈូជាយ៉ាងមានប្រាក់ចាយមិនអត់ទេត្រឹមប្រាក់លោកប៉ុណ្ណឹងទុកចាយខ្លួនឯងវិញទៅល្អជាងឈូជាយ៉ាងឈប់ធ្វើរឹកពីពូទៀតទៅយើងដាស់តឿននាងគួរតែចេះស្ដាប់បង្គាប់រឿងប្រាក់នេះទៅមនុស្សដូចនាងនឹងប្រសុំទីម្នាក់នេះពេញមួយជីវិតបែបមិនស្គាល់ប្រាក់ច្រើនម្លឹងផងកុំចាយចាត់ចង្អៀតចង្អល់ពួកឯងមកលក់មកនៅទីនេះអ្វីដែលឈូជាយ៉ាងយើងស្អប់គឺមានប្រាក់ហ្នឹងហើយ ជួយជាចៅជប់និយាយអត់គេខ្មាស់នេះទៀតទៅប្រាប់នាងចុះយើងនឹងជិញជួចិត្តជួរោងការជាមួយគ្នាហើយដោយសារតែមានការជុំជិញពីលោកម្ចាស់ហើយតែមានស្ត្រីបកាយជាងគេសរសើរទៀតអាជីពជាមន្ត្រីកពូលអ្នកប្រាជ្ញយើងបាច់ជាជួបតែការឡើងបំសាក់ថ្ងៃក្រោយយើងនឹងរស់នៅលើកំណុំមេប្រាក់ដែលចាយមិនអស់គួរឲ្យស្ដាយដល់ហើយដែលរឿងទាំងអស់នេះគ្មានអ្វីពាក់ព័ន្ធនឹងនាង មកខុសទេលោកនិយាយត្រង់ណាស់3ថ្ងៃទៀតមានប្រាក់នឹងកិត្តិយសទាំងអស់ក៏ឡើងជារបស់លោកដែរ តែប៉ុណ្ណានាងឈួតហើយមើលទៅយើងលេងជាមួយនឹងនាងជាជំរឿនល្អបំផុតហើយ បងមីងតាមខ្ញុំមើលទៅប្រហែលនាងប៉ះទង្គិចផ្លូវចិត្តច្រើនពេកលែងមានសតិគិតអត់ហើយក ុំបន្ទោសយើងអីយើងធ្វើអស់នេះដើម្បីនាងល្អទេពេលនេះយើងខ្លាចជាកពូលអ្នកប្រាជ្ញចំណានចំណែកនាងត្រឹមជាស្រីធ្វើចំការថោកទាបម្នាក់ប៉ុណ្ណោះរវាងពួកយើងគឺខុសប្លែកគ្នាឆ្ងាយដូចមេនឹងដីអញ្ចឹងបើនៅតែរឹងរូសតោយើងទៀតមានតែធ្វើឲ្យនាងលោកមុខខ្លួនឯងទេមានតែមនុស្សស្រីខ្ពងពោះដូចជាជីងយុយទេទើបសំនឹងតម្លៃនេះដែលស័ក្តិសមធ្វើគូអនាគតយើងយ៉ាអូយ ជួយជាយ៉ាងនាងសាយស្អី យើងសាយព្រោះលោកខ្វាក់ផ្នែកមិនចេះមើលមនុស្សត្រឹមតែកូនស្រីចវាយខេតគ្មានសិទ្ធិអីមកកាត់ស្បែកយើងផងបែរជាធ្វើឲ្យលោកឯងក្អាំងយ៉ាងនេះយ៉ាងមិញកងផ្នែកតែគូរបស់លោកខ្វាក់ឲ្យមែនទេ និយាយពីស្អី ឈូជាយ៉ាងហ៊ានមើងងាយឋានៈខ្ពង់ពោះជាងផងហ៎យើងមិនលើកលែងឲ្យនាងដាច់ខាត ចេះថយចេញអ្នកណាតាមធំហ៊ានមកករឿងតែយើងកូនប្រុសកូនប្រុស អ្នកម៉ែ កូនប្រុសកូនមិនកាត់អីទេមែនទេ មិនអីទេម៉ែ កូនមិនได้កាត់អីហ្នឹងអូឈូជាយ៉ាងនាងចាំជាខ្លាំងថោកពិតមែនមិនព្រមធ្វើចំការឲ្យល្អបែរជារត់មកបកករឿងជាមួយអ្នកនាងយត់ទៅវិញ អ្នកម៉ែ បាត់មាត់ឯងគ្មានសិទ្ធិអីហាងយើងថាម៉េចទេប្រុសស្អាតម្នាក់នេះជាអ្នកណាគេ អ្នកម៉ែវាជាប្រុសថ្មីស្រីម្នាក់នេះដែលមានស្ហាយលុយលាក់នឹងគ្នា ឈូជាយ៉ាងហ៊ានមានប្រុសថ្មីនៅផ្ទះគោយ៉ាងផងចង់ងាប់ហើយហ៎ ផ្នែកបែរខាងណាឃើញខ្ញុំមានប្រុសថ្មីខ្ញុំគោរពអ្នកម៉ែជាចាស់ព្រមទៅបង្ហាញថាម៉ែមិនស្មានថាអាងខ្លួនឯងជាចាស់វាយរឹកខ្លួនឯងខ្ពស់ក៏បបបែបនេះសោះ នាងជាស្រីថោកទាបគ្មានគេខ្មាស់ថោកទាបអស់លេខកាក់មែន ពួកយើងចាញ់ទៅ អេជប់សិនបើចង់ទៅអាចទៅបានតែត្រូវបកគលប្រាក់ថ្លៃពោកចុកនៅថ្លៃសម្លៀកបំពាក់ដែលនាងប្រើប្រាស់មកឆាប់ឲ្យយើងវិញនេះអូយ អ្នកម៉ែអ្នកម៉ែ នេះនាងមិនធ្មុកឯងនេះកាលនោះតែយើងឲ្យនាងការចូលមកដើម្បីសង្ឃឹមថាឲ្យនាងជួយបង្កើតកូនចៅបន្តវេនឲ្យតកូលយ៉ាងក្នុងពេល3ឆ្នាំនេះសូម្បីតែមាត់ឯងក៏វាចេះពងចេញមកដែរចៅស្រីដូចជាឯងមិនទាំងចេះបង្កើតកូនម្នាក់ឲ្យគ្រួសារយើងផងមានតែលក់មុខអាប់អោនឲ្យគ្រួសារយើងវិញយើងលែងចង់រួចទៀតហើយ អី ស្រីថោកទាបឯងនេះនៅមានមុខសើចេញទៀត អ្នកម៉ែកុំនិយាយទៀតអី យើងចង់និយាយមិនក៏និយាយមិនបានកូនប្រុសរឿងដល់ថ្នាក់នេះទៅហើយនឹងនិយាយឲ្យស្រីថោកទាបនេះទៀតមែនទេ ហើយបងមីងកុំចិត្តទុំជាមួយនាងទៀតអី បងប្អូនទាំងអស់គ្នាឆាប់អត់ដែរជួយរកចិត្តធម៌ឲ្យខ្ញុំផងគ្រប់គ្នាជួយរកខុសត្រូវឲ្យខ្ញុំផងឆាប់ឡើងជួយរកខុសត្រូវឲ្យខ្ញុំផង ចាស់ពោលថាមិនដឹងគុណចំពោះពុកម្ដាយមាន3យ៉ាងតែមិនបង្កើតកូនជាទូធ្ងន់ថែមទាំងពេលនេះឈូជាយ៉ាងមានប្រុសថ្មីទៀតមនុស្សបែបនេះសំតែដេញចេញពីផ្ទះយូរណាស់ហើយ ត្រូវហើយមកពីអ្នកប្រុសយ៉ាងនិងអ្នកស្រីមានចិត្តល្អពេកបែរជាខ្ញុំវិញណាញាត់នាងជួយយាយយ៉ាងចូលទ្រង់ជប់អត់ទៅហើយ ច្រត់ជាគ្រួសារយ៉ាងចង់បានមុខមាត់ទៅហើយអញ្ចឹងក៏មិនទោះថាខ្ញុំចិត្តដាច់ប្រាប់ឲ្យដឹងចាស់គ្រួសារយ៉ាងពួកនាងគ្មានថ្ងៃបន្តពូជបានទេ ស្ត្រីចិត្តនាងហ៊ានដាក់បដាសាគ្រួសារយើងផងអើយយើងនឹងសម្លាប់នាងអូយ អ្នកម៉ែ អ្វីដែលខ្ញុំនិយាយនេះគឺជាការពិតអត់មិនជឿទេសួរកូនមាសកូនពេជ្រខ្លួនឯងទៅរយៈពេល3ឆ្នាំនេះប្រដាប់បន្តភេទគេថងងើបអត់ម្ដងទេ អីយ៉ា បងមីងអ្វីដែលនាងនិយាយជាការពិតមែនទេ កូនប្រុសឯងអើយ អីយ៉ាជួយជាយ៉ាងឡើងធំហ៊ានប្រមាថកពូលអ្នកប្រាជ្ញលេងចង់រស់ហើយ ពួកឯងពីរនាក់ឆាប់ចាប់ស្រីម្នាក់នេះឲ្យយើង ពួកឯងគិតថាយើងជារូបចម្លាក់សៀវហឹង ក្រាបទូល ចាប់ជាគូសកលថោកទាបមែនអ្នកចង់លេងដើម្បីដាក់យើងទៀតអី យើងចង់ឃើញណាថានៅក្នុងផ្ទះគ្រួសារយ៉ាងយើងពួកឯងមានសមត្ថភាពស្អីខ្លះ
ពួកឯងពីរនាក់នៅឈរថ្មឹងធ្វើអីទៀតឆាប់ចាក់ស្រីថោកទៀតនេះទៅ hỏi chơi hỏi chơi Hỏi chơi, hỏi chơi, Hỏi hỏi chơi. chơi, hỏi chơi, hỏi chơi. ទូលបង្គំមកយឺតយ៉ាវសូមព្រះរាជបុត្របរិជ្ជទានទូ ក្រោកឡើង ទូលបង្គំមកជួយយឺតយ៉ាវសូមព្រះរាជបុត្របរិជ្ជទានទូ ក្រោកឡើង ព្រះរាជបុត្រមនុស្សthamថប់បីអ្នកនេះធ្វើយ៉ាងម៉េចក្រាបទូលប្រព្រឹត្តទោសត្រូវប្រហារជីវិតសូមចេះរៀបបញ្ជាការក្បាលពួកគេដាក់ទីសាធារណៈកុំឲ្យគេយកគំរូតាម អ្នកនាងមានបំណងចាត់ចែងបែបណា Vậy dạ, bọn xong bò, tôi chỉ biết là phụ dương phong. ពួកគេត្រឹមតែជាមនុស្សចង្អៀតចង្អល់កំសាកខ្លាចស្លាប់ប៉ុណ្ណោះណាស់ហើយចាពួកយើងចាញ់ទៅ Cũngប្រាប់ថាអ្នកសំទាននោះជារាជបុត្រមែនណាមិនក៏គេការពារស្អីម្នាក់នឹងដល់ម្លឹងឬក៏សមាជិកពិតស្រីម្នាក់នេះមានឋានៈខ្ពស់ជាងព្រះរាជបុត្រ តបឆ្លុះខ្មាំងពោពេញអធិពលនឹងអាចកំបាំងក្រៅពីខ្សែស្ដាច់គ្មានអ្នកណាបញ្ជាបានណាចំណែកម្នាក់ដូចអ្នកសុំទាននេះច្បាស់ជាមនុស្សបន្លំខ្លួនមិនដឹងជាក្រុមចៅមកពីខាងណាខាងណីទេនាំកូនចៅមកសម្ដែងរឹតបន្លាគេពេញនឹង ត្រូវហើយកូនស្រីនិយាយមានហេតុផលស្រីថោកទាបឈូយាយ៉ាងម្នាក់នេះមិនក៏អាចមានវាសនាបានស្គាល់រាជបុត្រសៀវយ៉ាងទៅ អ្នកម៉ែខ្ញុំមិនអាចទ្រាំនឹងភាពអាម៉ាស់មុខនេះបានទេ ស៊ូជាយ៉ាងថ្ងៃនេះនាងធ្វើឲ្យយើងលក់មុខខ្លាំងណាស់មិនថានាងជាអ្នកណាទេអ្នកនាងឋានៈខ្ពង់ខ្ពស់ដូចយើងនឹងសងសឹកនាងឲ្យបាន ចំពោះរឿងដែលកើតឡើងខ្ញុំនិយាយយ៉ាងអរគុណអ្នកប្រុសបើថ្ងៃក្រោយមានកិច្ចការអីអាចមករកខ្ញុំបាន រឿងតែទួយប៉ុណ្ណោះអ្នកនាងឈូគួរសមពេញហើយ អ្នកប្រុសជាសៀវយ៉ាងមែនទេ មិនដូចមែនទេ ទោះអ្នកប្រុសជាត្រង់មែនក៏ដោយខ្លាំងដូចនេះមិនឈ្នះពូវៃក្នុងព្រៃលើកនេះមានរឿងជាមួយច្បាប់ខេត្តឈិនជូឆាប់ចាញ់ពីទីនេះទៅនាំកូនកាចេញពីឈិនជូចា ឈប់សិនសាររបស់នាង ខ្ញុំប្រគល់ឲ្យម្ចាស់គេវិញ បានអញ្ចឹងខ្ញុំមិនហ៊ានបដិសេធទេសង្ឃឹមថាថ្ងៃក្រោយជួបគ្នាទៀត លឿនស្វាន់ ក្រាបទូលព្រះរាជបុត្រ ចាប់ពីថ្ងៃនេះតទៅត្រូវតាមដានអ្នកនាងឈូដើម្បីការពារនាងពីក្រោយខ្នងបើមានរឿងអ្វីកើតឡើងឆាប់រាយការណ៍ប្រាប់យើងភ្លាម ក្រាបទូល មិនស្មានថាតំបន់ដាច់ស្រយាលបែបនេះយើងបានជួបនារីប្លែកពីគេបែបនេះសោះ មកហើយហ៎ សូមអរគុណអ្នកស្រីយ៉ាងអ្នកប្រុសយ៉ាងជាប់ជាអ្នកប្រាជ្ញចំណានលោកស្រីខំប្រឹងណាស់ទម្រាំបានឡើងទៅនំខ្ពស់ខ្លាំងបែបនេះបាន រឿងនេះអញ្ចឹងហើយកូនប្រុសមិញកូនខ្ញុំណានឹងខុសត្រូវណាកតញ្ញូតាំងពី ត្រូវ ដើម ហើយ អូអូឈូយាយ៉ាង ឈូយាយ៉ាងមិនក៏នាងមកទីនេះកន្លែងនេះមិនមែនស្រីធ្វើស្រែចម្ការដូចយើងមានសិទ្ធិចេញចូលបានទេ លោកស្រីយ៉ាងម្នាក់នេះជាស្រីថោកទាបដែលអ្នកប្រុសយ៉ាងលេងចោលមិន ឈូ មែន យាយ៉ាងថ្ងៃនេះជាថ្ងៃកូនយើងឡើងតំណែងយើងមិនឲ្យនាងទៅបំផ្លាញកម្មវិធីទេ នៅមិនទាន់យកពីស្ថានភាពទៀតទេទី1ខ្ញុំជាអ្នកលេងក្បាលយ៉ាងមិញកងទី2បើខ្ញុំមិនមកពិធីជប់លៀងនេះក៏គ្មានថ្ងៃកាត់ឡើងដែរទី3ខ្ញុំលែងមានអីពាក់ព័ន្ធជាមួយគ្រួសារយ៉ាងទៀតហើយតាមរករឿងខ្ញុំបែបនេះមិនជ្រុលពេកទេ ស្រីចរិតមេធ្មប់គ្មានគេខ្មាស់ហ៊ាននិយាយតែយើងបែបនេះផងយើងជាម្ដាយរបស់អ្នកប្រាជ្ញាចំណានមួយទាំងមូល បន្តិចទៀតលែងមានហើយ ឈូយាយ៉ាងមានមុខមកនិយាយប្រេះផ្ដាស់ទៀតចាំមើលថ្ងៃនេះយើងនឹងហាច់មាត់នាងចោលនាងអើយអូយអើយអើយហ៊ីតាក់កភ្លៀងយើងផងអី តាមហើយខ្ញុំមិនចង់បន្តខ្លួនឯងទេតែមកពីចាស់ទុំមិនដឹងខ្យល់អីកុំបន្តថាយើងគ្មានធម៌មេត្តា នាងអើយឈប់ត្រង់នេះភ្លាមទៅយើងនឹងសម្លាប់នាងអើយបងប្អូនអើយមើលស្រីម្នាក់នេះឲ្យលឿនមកស្រីម្នាក់នេះទៅតែត្រូវកូនខ្ញុំលេងកប៉ាល់ចោលពីថ្ងៃមុនក៏មកដេកលើក្រែជាមួយប្រុសថ្មីពេលនេះបែរជាមានប្រុសសាច់ដុំម្នាក់ទៀតហើយឥឡូវនាងថែមទាំងលួចតាក់ទងប្រុសចេះក្បាច់កូនទៀតបើហឺនហ៊ានវាយចាស់ទុំទៀតខ្ញុំលែងចង់រស់ទៀតហើយ ហ៊ានលើកដៃវាយម្ដាយរបស់កំពូលអ្នកប្រាជ្ញផងមើលទៅនេះលេងចង់រស់ហើយមនុស្សរឹងដូចឯងមិនដឹងខ្លួនអត់ថ្ងៃស្រាប់ពួកលោកអស់ក្បាលស្រីម្នាក់នេះចេញទៅផ្ទះមុនរហូតដល់នាងដឹងខ្លួនខុស ចាំមើលពួកឯងហ៊ានផ្ទះយើងទេយើងជាម្ដាយបការបស់អ្នកប្រាជ្ញាស្រីថោកទាបយើងប្រាប់ឯងទៅចោះអីអូយអូយលោកអើយអើយ មានរឿងអីកើតហើយ មានអីទេ លោកចាស់យ៉ាងហើយលើថាលើកនេះលោកម្ចាស់ប្រឡងជាប់ជាកំពូលអ្នកប្រាជ្ញសូម្បីតែស្ត្រីចេះដឹកជាងគេក្នុងលោកក៏កោតសរសើរលោកម្ចាស់ដែរណាពិធីជប់លៀងនេះគឺគាត់ចេញមកធ្វើដោយផ្ទាល់យើងជាការ មិន ពិត ច្បាស់ជាអញ្ចឹងហើយ មិនត្រឹមតែប៉ុណ្្នឹងទេមានរឿងធំជាងនេះទៅទៀតខ្ញុំលើកមកថាកូនស្រីលោកមហាឧបរាជដែលមានកូនចៅស្ថិតក្រោមរាប់ម៉ឺននាក់ក៏អញ្ជើញមកថ្ងៃនេះដែរថែមទាំងប្រគល់រាជសារដោយផ្ទាល់ទៀតផងថ្ងៃក្រោយកិច្ចការមន្ត្រីបងច្បាស់ជាជួបតែរឿងរលូនខ្លាំងប៉ុនស័កជាប្រធានទេ បងមីងថ្ងៃនេះជាថ្ងៃមង្គលអស្ចារ្យរបស់បងភ្ញៀវចូលរួមសុទ្ធតែអ្នកធំនឹងមានអំណាចមន្ត្រីចំណិតក្បែរប្រកាយព្រះអង្គលោកមហាក្លិកជន់ក៏មកដែរចាំខ្ញុំលើកជូនបងមកកែ អ្នកលោកម្ចាស់យន់
ហើយយ៉ាខ្ញុំធ្លាប់លេខឈ្មោះលោកល្បីល្បាញយូរមកហើយខ្ញុំជួយលោកមួយកែវ កំពូលអ្នកប្រាជ្ញកំគួរសមអី ហើយលោកពូពួកយើងមានការខុសឆ្គងហើយ ឲ្យតែលោកនឹងចេញយកបានរៀបការពួកយើងខ្លាចជាគូសារតែមួយហើយក្នុងនាមជាពូបង្កើតរបស់ឯងច្បាស់ជានិយាយពាក្យល្អៗឲ្យច្រើននៅចំពោះមុខប្រភេទព្រះអង្គ អញ្ចឹងលោកពូក្មេកមួយកែវសូមទទួលការពីក្មួយពិសានេះផងនេះស៊ូយាយ៉ាងនិយាយលេងក្បាលនេះចោលហើយមិនក៏នៅតាមយើងទៀត នាងអាចមកដើម្បីអ្វីផ្សេងទៅនាងមើលឃើញបងមីងឡើងបនសាក់មានគេឈ្មោះល្បីល្បាញអញ្ចឹងទៅផ្ដាច់កាហាយទៅប្រឹងក្បាលតាមគាត់ម្លេះបែបនេះ ស៊ូយាយ៉ាងបាទនេះមានក្នុងបងឯងតែបន្តិចក៏ខ្ញុំអនុវត្តនាងខ្លះដែរតែពេលនេះនាងនៅតែរឹងរូបតាមខ្ញុំទៀតមានតែធ្វើខ្ញុំមិនងាយស្អប់នាងទេ យ៉ាងមីងកងលោកលើកដល់ការខ្លួនឯងខ្ពស់បៃឆាយ យាយ៉ាងភ្ញៀវចូលរួមថ្ងៃនេះសតតែជាអ្នកមានអំណាចខ្ពង់ខ្ពស់ល្បីឈ្មោះពេញទីក្រុងថែមទាំងមានមហាថ្លឹកនៅទីនេះទៀតផងត្រឹមជាប្រពន្ធដែលគេបោះចោលមានសិទ្ធិអីចូលរួមជាមួយគេទៅយល់ដល់ធ្លាប់នៅជាមួយគ្នាជាប្តីប្រពន្ធមករាប់ឆ្នាំមកនេះទុកជីវិតឲ្យនាងចុះឆាប់ចេញតែបាត់ទៅ មិនចេះប្រមាណខ្លួនគាត់ថាប៉ឹងលើខ្លួនឯងអាចមានសមត្ថភាពឡើងដល់កំពូលអ្នកប្រាជ្ញយ៉ាងម៉េចទេ វិធីជប់លៀងធំថ្ងៃនេះគឺស្ត្រីមានចំណេះដឹងជាងគេនៅក្នុងលោកជាអ្នករៀបចំដោយផ្ទាល់ត្រូវហើយក្រែងនឹងធ្លាប់អួតថាខ្លួនឯងជាស្ត្រីពូកែជាងគេក្នុងលោកមែនទេបន្តិចទៀតយើងនឹងធ្វើឲ្យនាងភ្លឺភ្នែកថាអ្នកណាជាអ្នកណា ល្អថ្ងៃនេះយើងចង់ឃើញឲ្យច្បាស់អ្នកណាអាចឈ្នះយើងបាន ត្រឹមជាស្រីធ្វើស្រែចម្ការម្នាក់ចាំបាច់អីឲ្យគ្រប់គ្នាពិបាកចាត់តើទុកឲ្យខ្ញុំចុះពពកមង្គលរស័ក្តិអត់ដែលចាប់ទទួលហងពលឺចាំងរស្មីស្រស់បំប្រងឆ្លោះបញ្ចាំងមេឃខៀវស្រងាត់ កំណាប់ល្អ ហងពន្លឺសំលេងទូទាំងផែនដីពណ៌មង្គលដូចអប្រឡោកស្រុបយកចក្រវាល អូមិនអាចទៅនាងចេះនៃកំណាប់ឆ្លៃផង នាងគ្រាន់ទីត្រូវចៃដល់ប៉ុណ្ណោះអត់ចាស់ស្អីណាស់ណាស់ទៅស្រីថោកទៀតគុំគិតថាគ្រាន់តែឈ្នះម្ដងនេះអាចក្តាប់ក្តាប់ជោគជ័យក្នុងដៃនោះនាងអាចទីត្រូវបានម្ដងតែមិនអាចសម្ដែងទីត្រូវលើកទី2ទៅ យាយ៉ាងមិនកុំឆាប់រត់ជង្គង់សុំទៅបានរឹងរូបទៀតនឹងធ្វើលោកមហាថ្លឹកខឹងប្រយ័ត្នស្លាប់គ្មានអីក៏ទៅ ត្រឹមមហាថ្លឹកតូចតាចម្នាក់យើងមិនខ្វល់ពីគេផង ប្រហើនចំជាស្រីមានមាត់មុតដូចកបាត់បែនបន្តិចទៀតបើនាងប្រកួតចាញ់ក៏មកទោសថាមហាថ្លឹកយើងនេះគ្មានមេត្តាឲ្យសោះណា ល្អយល់ជាជប់លៀងធំយ៉ាងនេះបើខ្វះស្រាមិនបានឡើយអញ្ចឹងយើងយកប្រធានបទស្រាចេញកំណាត់យ៉ាងម៉េចដែរស្រាផ្អែមក្នុងកែវចែកចឹងក្រអូបដិតដាំធ្វើឲ្យមនុស្សគ្រប់ទិសទីវង្វេងវង្វាន់ស្មារតី កំណាប់ល្អពីអូនណា ជួយជាយ៉ាងលើកនេះនាងទីត្រូវទៀតទេចាំមើលនាងដោះស្រាយយ៉ាងម៉េចក្រេបស្រាពនកាយអស់ពីចិត្តមកកាត់មហិច្ឆតាពពកមិនលីបើកផ្លូវអំណាចចាញ់ចាំង សំជាប្រាជ្ញ ពិតមែននេះ ថាម៉េចនាងឆ្លើយឆ្លងកំណាប់បានទៀតហើយ មិនអាចទេយើងត្រឹមតែជាអ្នកស្រុកស្រែប៉ុណ្ណោះមិនអាចបង្កើតកំណាត់ពីរូបបានទៅច្បាស់ជាមានល្បិចអីមិនខាន នាងបោកប្រាស់មែនហើយច្បាស់ជាមានគេតែងទុកឲ្យយូរហើយ ស្រីគេលេងចោលដើម្បីបានជួបគ្រួសារយ៉ាងវិញហ៊ានប្រើល្បីថោកទាបដើម្បីតាក់ទាញចំណាប់អារម្មណ៍ពីគេគួរស្អប់គ្មានគេខ្មាស់មែន បងប្អូនលោកទាំងអស់គ្នាគិតថាខ្ញុំបោកប្រាស់សារសមត្ថភាពជាមួយខ្ញុំបានឲ្យឃើញភ្លឺភ្នែកថាខ្ញុំមានសមត្ថភាពមែនឬក៏បោកប្រាស់ យើងទុកឲ្យតែចាស់យើងវិញ លោកតាទូស្រីម្នាក់នេះចរិតប្រហើនមិនស្គាល់ចាស់ទុំសោះសូមលោកតាផ្ដោះមេរៀនឲ្យនាងចាក់ដៃទៅ ល្អណាស់យល់មុខកំពូលដែលប្រាជ្ញនៅទីនេះតាចាស់យើងដេញកំណាប់ជាមួយយើងចុះដើម្បីយុត្តិធម៌អញ្ជើញលោកមហាថ្លឹកជាអ្នកដាក់ប្រធានបទចុះល្អថ្ងៃនេះជាថ្ងៃពិសេសរបស់កំពូលអ្នកប្រាជ្ញមានអ្នកធំចូលរួមសូមលោកតាទូយកប្រធានបទពិធីជប់លៀងនេះមកតែងចុះពិធីជប់លៀងសម្បាញ់រុងរឿងបង្ហាញពីព្រះសូរិយាចន្ទ្រាស្រាឆ្ងាញ់មហូបពិសេសធ្វើឲ្យចក្រវាលវង្វេង តែពួកសង្ឃាមអំណាចខុសពីគេមែនចាំមើលស្រីម្នាក់នេះទៅលោកតាទូចេញមុខដោយផ្ទាល់ចាំមើលនាងអាចក្អេងកាងដល់ពេលណាទៀតសម្ដែងក្អេងកាងបន្លំបែបនេះនៅមានមុខហើយថាកំពុងកំណាត់ទៀតគួរឲ្យអស់សម្ដេចណាស់ មុននេះនាងនិយាយថាអ្វី ជួយយាយ៉ាងមិនប្រញាប់សុំទៅលោកតាទូភ្លាមទៅឋានៈលោកតានាងមិនអាចប្រមាថបានទេ ពិធីជប់លៀងពោពេញតែដោយកិត្តិយសតែសុទ្ធតែជាមនុស្សថោកទាបនៅពីក្រោយភាពហឺហាពេញតែដោយការបន្លំ ជួយ៉ាយ៉ាវឯងទៅជាខ្លាចផងបែនគេនិយាយឡែកតែទីនេះផងយើងគិតថានាងលែងចង់រស់ទៀតហើយអស់ចាចំជាអស់ចាមែនលោកតាចុះចាញ់ហើយ ក៏ប្រាប់ថាស្ត្រីម្នាក់នេះជាស្ត្រីមានចំណេះដឹងខ្លាំងជាងគេក្នុងលោកជាងអ៊ីនណា លោកនិយាយមិនខុសទេខ្ញុំជាស្រីមានចំណេះដឹងខ្ពស់ជាងគេក្នុងលោកនេះជាវអ៊ីនខ្ញុំជាស្ត្រីមានចំណេះដឹងខ្ពស់ជាងគេក្នុងលោកនេះជាវអ៊ីន នីង អូ អើយឈីយីយ៉ាវស្រីមេថ្មឯងនេះនៅហ៊ានមុខក្រាស់មកទីនេះទៀតអីកូនប្រុស ម៉ែមកទៅជាបែបនេះ ម៉ែគ្រាន់តែឃើញស្រីម្នាក់នេះរួមរយៈជាមួយប្រុសថ្មីនៅក្រៅខ្នងក៏ចេញទៅបដៅ2 3ម៉ាត់តែនាងបែរជាមនុស្សឲ្យមកវាយម៉ែទៅវិញកូនប្រុសកូនត្រូវរងយុត្តិធម៌ជូនម៉ែវិញ ស្រីថោកទាបគឺលើកដៃវាយម្ដាយរបស់នាងទៅជាបែបនេះជាបែបដងនាងសាមពិសី ឈូជាយ៉ាងមានទេពកោសល្យតែប៉ុណ្្នឹងជាយ៉ាងម៉េចចរិតស្មោករស់គ្មានគេខ្មាស់របស់នាងមនុស្សបែបនេះមិនសមមានជីវិតរស់ទេ
អ្នកនាងយន់និយាយត្រូវមនុស្សរឹកពីថោកទាបធ្វើរឿងអាម៉ាស់ដូចជានាងមានសិទ្ធិឈរនៅទីនេះទេ មិននឹកស្មានថាអាណាចក្រជួលសម្បល់តែដល់មន្ត្រីល្ងងមិនដឹងខ្យល់អីបែបនេះសោះមើលទៅនេះជាពេលល្អដែលត្រូវអស់សម្អាតពួកអញចោលម្ដងហើយនាងជាស្រីប្រហើនមិនដឹងតាមកន្លងធម៌របស់មនុស្សស្រីមិនស្គាល់ខ្ពស់ទាបភាពប្រមាថថ្នាក់លើសំតែយកទៅចង់នឹងសេះ5ទៀងហែកឲ្យខ្ទេច តាមឡើយយល់ដល់មុខកំពូលអ្នកប្រាជ្ញចំណានទើបសុកចិត្តអត់ធ្មត់ជាមួយនាងតែបើនាងមិនឆ្លាញ់ខ្លួនឯងនៅរឹងរូសដល់ថ្នាក់នេះទៀតចាំយើងជួយបំពេញបំណងយើងនឹងចេញបញ្ជាឲ្យគេកម្ចាត់តកូលឈូ9ចំនួន ប្រហារ ប្រហារ9ចំនួនប្រហារ9ចំនួនចោលទៅប្រហារ9ចំនួនប្រហារ9ចំនួន ឯងក៏ថ្លាមធំយ៉ាងនេះ និយាយរឿងដល់ដំណាក់កាលនេះហើយនៅមិនទាន់ស្គាល់ខុសត្រូវទេណាបើប្រមិតជង្គង់សុំទោសយើងនៅពេលនេះប្រហែលយើងជួយវល់លោកចាស់យន់ឲ្យដើម្បីទុកសពនេះអាណិតសាទបាន អ្នកដែលត្រូវលើកចង្គង់សំទោសនោះគឺពួកអញតែវិញទេក្នុងនាមជាមន្ត្រីបម្រើរាជវាំងអួតខ្លួនអញថាជាអ្នកប្រាជ្ញាមិនកសាងផ្នត់កំណត់ឲ្យល្អជាគំរូមិនគិតពីសុខទុក្ខប្រជារាស្ត្រមិនចេះរៀនសូត្រពីអ្នកចំនួនមុនថែមទាំងមិនចេះរកសុខឲ្យប្រជារាស្ត្រផ្ទុយទៅវិញមកសង្ងំអាការបាក់ពួកលួចលាក់រួមកំណត់ធ្វើរឿងស្មុគក្រោកដឹងថាត្រូវទទួលទៅកម្រិតណាទេ ប្រហើន ជួយជាយ៉ាងចូលចិត្តរឹងរូសមាត់រឹងណាស់ថ្ងៃនេះយើងនឹងចេញមុខខែកបត់ចង្រៃនេះចាំម្ដងចាំមើលនាងមានអីតតាំងបានទៀត អ្នកណាហ៊ានប៉ះរឿងរបស់យើង នេះគឺនេះ ត្រូវប្រហារជីវិតអ្នកណាហ៊ានប៉ះមនុស្សរបស់យើងត្រូវប្រហារជីវិត អើយនៅមកនេះត គឺវេទនាធម្មតាទើបអាចជាកងទ័ពបាន មើលទៅឯកសណ្ឋានកងទ័ពនេះដូចជាទ័ពឆ្លប់ខ្មៅមានអំណាចនោះមិនអីទេ ទ័ពឆ្លប់ខ្មៅជាទ័ពមានឥទ្ធិពលប្រចាំអាណាចក្រជូក្រៅពីខ្សែរាជវង្សគ្មាននរណាអាចជាបានទេក៏ប្រាប់ថាម្នាក់នេះជាខ្សែស្រឡាយស្ដេចណា លោកពូជ្រុលជាគេមកពីខ្សែរាជវង្សហើយចុះលោកពូស្គាល់គេដែរទេមិនតអ្នកប្រុសមិនតទៅទេ ព្រះរាជបុត្រមានការបារម្ភពីអ្នកនាងអញ្ចឹងហើយទៅពិតមកពួកឯងជានរណាទៀនមកគម្រាមមន្ត្រីរាជការផងអីដឹងថាមានទោសកម្រិតណាទេ ជួយជាយ៉ាងឈប់យកពួកចោលព្រៃតែនេះមកធ្វើពុតអីកាំងទៅគិតថាយើងមិនដឹងថានាងចង់ធ្វើអីមែនទេស្រីនាងគ្រាន់តែចង់ឲ្យបងមីងចាប់អារម្មណ៍ជាមួយនាងតែប៉ុណ្្នឹងតើអីគួរឲ្យស្ដាយក្តីសង្ឃឹមនាងត្រូវបានរលាយអស់ហើយវាមានតែធ្វើឲ្យបងមីងកាន់តែស្អប់នាងថែមទៀតប៉ុណ្ណោះ ចូលនិយាយស្រីស្រឡាញ់ប្រុសមិនរើសមុខដូចជានាងនេះថ្ងៃនេះយើងនឹងយកសាហាយស្មន់ថោកទៀតដូចជាពួកឯងទៅកាត់ទុកប្រហារជីវិត ប្រហើនឥឡូវងឯងលេចចូលរស់ហើយ ត្រង់ជាអ្នកប្រាជ្ញម្នាក់សោះសូមបីយើងក៏គ្មានក្នុងកៅភ្នែកផង ព្រះអង្គនឹងស្ដេចនៃអាណាចក្រជូយើងសុទ្ធតែស្គាល់ពួកទ្រង់ច្បាស់ណាស់ក៏ប៉ុន្តែលោកយើងមិនដែលជួបពីមុនមកទេលោកត្រឹមជាមនុស្សបន្លំព្រួតបណ្ដោះ ច្បាស់តែទេថាខ្លួនឯងបានជួបព្រះរាជបុត្រនិងស្ដេចត្រាញ់អស់នោះ ច្បាស់ជាជួបគ្រប់ហើយយើងជាអ្នកបម្រើព្រះអង្គដោយផ្ទាល់អាចមាននរណាដែលមិនធ្លាប់បានជួបនោះបើនិយាយថាមានអ្នកមិនធ្លាប់ជួបនោះពិតជាមានម្នាក់មែនតែទ្រង់គឺជាព្រះរាជបុត្រសៀវយ៉ាវគូយន់ឬមួយក៏លោកជាព្រះរាជបុត្រសៀវយ៉ាវគូយន់ថាមួយព្រះរាជបុត្រសៀវយ៉ាវ ឲ្យចុះស្រីម្នាក់នេះជានរណាប្រកាសអ្វីក៏ស្គាល់ព្រះរាជបុត្រសៀវយ៉ាវ ព្រះរាជបុត្រសៀវយ៉ាងតែលាក់ខ្លួនដូចជានាងកណ្ដាលអាលោកត្រឹមជាមេចោលព្រៃម្នាក់ប៉ុណ្ណោះមិនអាចជាព្រះរាជបុត្រសៀវយ៉ាងទៅមិនពិតទេខ្ញុំគួរតែហៅលោកខានមេក្រុមចោលព្រៃទៅប្រែមេក្រុមចោលព្រៃអញ្ចឹងហ៎ ចុះដូចខ្ញុំដែរទេ នៅមកធ្វើពុតកៃកាំងទៀតទេបើខ្ញុំទីមិនត្រូវទេនោះអ្វីដែលហៅថាតបសនជានេះត្រឹមជាពួកចោលព្រៃរបស់លោកបណ្ដំខ្លួនប៉ុណ្ណោះគ្រប់គ្នាពីអ្នកនេះបានប្រព្រឹត្តទោសប្រហារជីវិតពួកយើងត្រូវរួមដៃគ្នាចាប់ពួកវាឲ្យបានព្រះរាជបុត្រសៀវយ៉ាងច្បាស់ជាប្រទានរង្វាន់ដល់ពួកយើង ចាំមើលនរណាហ៊ាន ជ្រុលជាបែបនេះទៅហើយអញ្ចឹងយើងផ្ដល់ឱកាសឲ្យម្ដងទៀតទៅចុះបើមានល្បិចអីទៀតក៏បញ្ចេញអស់មក លោកនិយាយខ្លួនអញទេបងវ៉ាអញ្ចឹងឪពុកខ្ញុំមកទីនេះមកចង់ជាមិនឃើញក្តាប់មកឈូសមិនស្រក់ទឹកភ្នែកមែនមិនយូរទៀតទេពុកខ្ញុំនឹងដឹកនាំទាត់មកដល់ទីនេះដើម្បីកាត់ក្បាលពួកអញទាំងអស់គ្នា អស់លោកដាក់អាវុធចោលអស់ទៅយើងចាំមើលច្បាយខែតកំសាកនោះសិន មនុស្សល្ងងមិនស្គាល់ស្លាប់រស់ដូចឯងហ៊ានសម្ញរឹកនឹងទីនេះទៀតទេបើយើងជាឯងវិញច្បាស់ជាលុតជង្គង់សុំទោសតាំងពីយូរហើយប្រហែលជាអាចជួយជីវិតថោកទាបរបស់ឯងបានខ្លះនេះគឺអញ្ចឹងចាញ់តែមិនសិនទៅតែទៀតច្បាស់ជា ខ្ញុំមិនទៅទេបើខ្ញុំទៅបានអ្នកនាងគិតយ៉ាងម៉េច ខ្ញុំអាចទៅដោយសុវត្ថិភាពពួកគេធ្វើអី អ្នក ខ្ញុំ នាង បា ជា ន ស្ ទេ ត្រីមានចំណេះដឹងខ្ពស់ជាងគេ ខ្ញុំមិនក៏អ្នកប្រុស សូម្បីអ្នកបកកែទី2ក៏ចាញ់លើដៃនាងដែរមានតែពួកភ្លើនេះទេដែលមិនដឹងរឿងនោះទោះអ្នកនាងចេះជាងគេនៅក្នុងលោកក៏ពួកគេមិនងាយដោះលែងងាយៗដែរ តែខ្ញុំនៅតែ កុំបារម្ភអីមានខ្ញុំនៅទីនេះគ្រប់គ្នាដែលនៅទីនេះទាំងប្រមាណមិនហ៊ានប៉ះអ្នកនាងនោះទេ ណាស់ហើយចាឃើញតែវាស្មោះត្រង់របស់លោកបែបនេះបានជាមិនក្រុមចៅតើយ៉ាងម៉េចទៅ ជួយយាយយើងនឹងឲ្យនាងរកប្រុសស្វ័យមកបញ្ជើយើងដល់សារតែនាងបារម្ភពីយើងខ្លាំងប៉ុណ្ណោះឥឡូវនេះឲ្យតែប្រុសប្រាច់ដំណើរជាមួយនឹងគេខ្ញុំអាចជួយបំពេញច្បាយខេតឲ្យទុកជីវិតឲ្យនាងបាន យ៉ាងវិញកងលោកវងវែងឡើងលេខនឹងខ្យល់អីហើយខ្ញុំឡើងលះជាមួយលោករួចហើយពេលនេះពួកយើងគ្មានជាប់ជាសាច់ឈាមស្អីទេទោះខ្ញុំស្រឡាញ់គ្នាឬអត់ក៏មិនតាក់ទងនឹងលោកដែរ ជាវាយខេតមកដល់ហើយ គឺ
អាយ៉ាលោកម្ចាស់យន់ទីបំផុតលោកមកដល់ហើយប្រញាប់ចាប់ខ្លួនពួកចៅនេះអស់ទៅ លោកពុកម្នាក់ដែលឈរក្បែរឈូយាយ៉ាងនោះគឺជាមេក្រុមចោរព្រៃនៃក្រៅក្រុងថែមទាំងបន្លំជាប្រងម្ចាស់សៀវយ៉ាងឆាប់ចាត់ការគេព្រាមទៅរីជាបត់ច្បាស់ជាបដរង្វាន់ដល់ពូជឿ ឆាប់ចាត់ការទៅក្រែងលោកគេរត់ប៉ះ ពេលនេះត្រូវកងទ័ពពាត់ជាប់អស់ហើយពួកចៅព្រៃថោកទៀតឯងឃើញចវាយខែថយនៅបលុតទៅគុំទៀតទម្លាក់អាវុធជាប់អស់ភ្លាមទៅតែយើងទុកសាកសពពេញហើយ យ៉ាងហ្វានបើចង់រក្សាមន្ត្រីនៅលើក្បាលរបស់លោកតទៅទៀតឆាប់នាំគ្នាដកថយឡើងនេះ នេះយើងស្ដាប់ច្រឡំមែនទេមុននេះនឹងនិយាយថាម៉េចទីនេះមានកន្លែងយើងត្រូវនិយាយពីកាលយន់ហ្វាន់លោកពិតជាមិនស្គាល់យើងមែនពេលចូលគាត់ព្រះអង្គក្នុងរាងការដកជប់ធ្លាប់បានឃើញព្រះរាជបុត្រសៀវយ៉ាវពិតមែនតែការនោះពួកគេបាំងដោយវាំងដុនទើបខ្ញុំចាំមុខទ្រង់មិនបានតែបរិះម្នាក់នេះហាក់ដូចជាមានអំណាចខ្លាំងណាស់ឬមួយទ្រង់ពិតជាព្រះរាជបុត្រសៀវយ៉ាវ លោកពុកុំចាញ់បោកពីបោកប្រាស់ប្រុសម្នាក់នេះគេត្រឹមតែជាមេចោរព្រៃក្រៅក្រុងប៉ុណ្ណោះ លោកម្ចាស់យន់ប្រុសម្នាក់នេះមានល្បិចខ្លាំងណាស់ដែលខាត់បច្ចេកល្បិចគេ ត្រូវហើយមិនត្រូវចាច់បោកគេទេ អូនប្រុសដាច់ថាកំជឿថាគេជាបរិយាបុត្រប្រយ័ត្នជាប់អន្ទាក់ទៅ ណាយាមចាប់ខ្លួនពួកវាពីរនាក់មកឲ្យយើងឥឡូវនេះភ្លាម លោកពិតជាចង់រកសេចក្តីស្លាប់មែននាងស្រីថោកទៀតចិត្តស្លាប់ហើយនៅហ៊ានស្រែកទៀតទេបន្តិចទៀតជាងនឹងធ្វើឲ្យនាងឃើញពីវិធីសាស្ត្រតការពារក្រុមឈីជូចាត់ការអ្នកទោស យន់ហ្វាន់ជ្រុលជាមិនចាំយើងទៅហើយអញ្ចឹងលោកគួរតែចំណាំរបស់នេះទៅទេព្រះរាជវិជាអធិរាជ ព្រះរាជវិជាអធិរាជអីនេះជាផ្លាកវិជាក្នុងរឿងព្រេងដែរទេក្នុងលោកនេះមានតែ3បន្ទះប៉ុណ្ណោះមួយបន្ទះស្ថិតក្នុងដៃព្រះរាជទាយាទមួយបន្ទះទៀតនៅក្នុងដៃព្រះអង្គភិណានហើយមួយចុងក្រោយស្ថិតក្នុងដៃព្រះរាជបុត្រសៀវយ៉ា ផ្លាកវិជានេះគឺតំណាងឲ្យព្រះមហាក្សត្រទាំងស្រុងឃើញផ្លាកវិជានេះប្រៀបដូចជាបានឃើញនឹងព្រះអង្គអញ្ចឹង គេជាព្រះរាជបុត្រសៀវយ៉ាពិតមែនងាប់ហើយរឿងនេះវានេះងាប់ទៅពុជទៅថាទេ សូមក្រាបថ្វាយបង្គំព្រះរាជបុត្រសៀវយ៉ាវពេលនេះអ្នកនាងព្រមជឿយើងហើយមែនទេ រឿងនេះមិនអាចទៅរួចទៅមនុស្សដូចគេមិនអាចជាព្រះរាជបុត្រទៅឡាកបញ្ជានោះច្បាស់ជាគេលួចមកមិនខានលោកពុកគេមិនមែនទេ អូនទាំងដៃនៅនិយាយប្រទេសផ្ដាស់ទៀតឆាប់លុបទៅគុំឲ្យលឿនទៅ លោកពុកចាញ់បោកគេហើយទាំងអស់គ្នាត្រូវគេបោកប្រាស់ហើយគេមិនមែនជាព្រះរាជបុត្រសៀវយ៉ាពិតប្រាកដទេ អូនមិនស្គាល់គុណធម៌ឯងនេះបាត់បាត់ធំនិយាយទៅហើយចង់ធ្វើយើងតែក្បាលពីលើកមែនទេយន់ហ្វាន់មិនស្មានថាកូនស្រីលោកមិនស្គាល់ខុសត្រូវដល់ថ្នាក់នេះសោះដាក់ពួកលោកចុះអ្នកនាងឈូយើងយ៉ាងដែលឈរក្បែរយើងនេះជាស្ត្រីដែលមានចំណេះដឹងជាងគេក្នុងលោកឈូអ៊ីន ខ្ញុំមិនជឿ កូនល្ងងស្រះកៅទៅដល់ខែសភ័ណ្ឌភាពរដូវស្លឹកឈើជ្រុះជាយ៉ាវជាឈូអ៊ីនគឺជាយ៉ាវរឿងសម្បាញ់ដល់ថ្នាក់នេះក៏ឯងគិតមិនចេញដែរយើងជាចំឯងធំឡើងមានប្រយោជន៍ស្អីទៅ មិនតែលោកចបាយខែមិនល្ងងល្ងីល្ងើដូចកូនស្រីរបស់លោកនោះទេកូនស្រីរបស់លោកច្បាស់ជាមានអ្វីខុសមិនខានមិនគោរពវិន័យស្ត្រីមិនស្គាល់ភាពអៀនខ្មាស់រហូតដល់ហ៊ានលួចអ្នករួមរយៈជាមួយប្តីអ្នកដទៃកុហកបោកប្រាស់វង្វេងការពិតតែជាខ្លាំងព្យាយាមសម្រាប់មនុស្សម្ដងហើយម្ដងទៀតយន់ហ្វានក្នុងនាមលោកជាចបាយខែតើត្រូវដាក់ទោសបែបណាចំពោះកូនស្រីចឹងល្អរបស់លោកម្នាក់នេះគឺស្រីប្តីលេងក្បាលចោលបងមីងប្រកួតបេះដូងឲ្យខ្ញុំតាំងពីដំបូងបាទគុំតានាងអាចមានប្រយោជន៍ដល់គ្រួសារយ៉ាងទេម្ល៉េះត្រូវគេដេញក្បាលចោលតាំងពីយូរហើយមិនអីទេបងមីងអូប្រាប់នាងទៅបងនិយាយទៅ ចេញទៅស្រីថោកទៀតនាងមកលមុខខ្ញុំខ្លួនឯងទេខ្ញុំនិយាយយ៉ាងទៅជាគូស្នេហ៍ពិតប្រាកដដើម្បីពួកយើងស្រឡាញ់គ្នាណាតែនាងជាអ្នកចូលចិត្តជ្រេកមកពីនាងហ្នឹងចេញផុតទៅ ចាំជាប្រភេទតែមួយមែនពួកឯងសំគ្នាដល់ហើយស្រីបិសាចឯងថ្ងៃនេះយើងដាច់ខាតយកជីវិតនាងឲ្យបាន ប្រហើនមានសម្លាញ់រឹកតាក់តែនាងជុំផង យន់ហ្វាន់លោកចង់ឲ្យយើងចេញមុខបញ្ជាដល់ផ្ទាល់មែនទេអត់ទេព្រះរាជបុត្រគឺមកគុំនឹងនេះទេនាងទៅដល់ប៉ុនជ័យដែរភ្លាមត្រូវដាក់ទោសនឹងឲ្យធ្ងន់ធ្ងរចំពោះទោសប្រមាថព្រះរាជបុត្រនាំនឹងទៅ លោកប៉ង នាំគ្នាក្រោកឡើងមកម្នាក់នេះធ្វើចាត់ការបែបនេះ ជាយ៉ាងខ្ញុំក៏ត្រូវស្រីបិសាចខ្ញុំមកប្រាស់ដែរនាងត្រូវតែលើកលែងទោសឲ្យខ្ញុំពួកយើងត្រូវគ្នាវិញទៅល្អដែរទេ មនុស្សរបស់យើងឯងមានសិទ្ធិអីមកប៉ះពាល់ យ៉ាងមិញកុំយ៉ាងណាពួកយើងលែងមានអ្វីពាក់ព័ន្ធនឹងគ្នាទៀតហើយយកដល់មនុស្សសេចក្ដីតាកាលពីមុនខ្ញុំអាចទុកជីវិតឲ្យលោកបានចំណែករឿងតំណែងកម្ពុជាអ្នកប្រាជ្ញរបស់លោកមិនសមនឹងបានទៀតទេថ្ងៃក្រោយរស់នៅរៀងខ្លួននាំពួកគេចាញ់ទៅក្រៅទៅ អើយអត់ទេមិនបានទេខ្ញុំប្រកខាតខ្ញុំមិនប្រកទេ ជួយយ៉ាវ ចុះអ្នកនៅសល់វិញនោះចាំចាត់ការពួកគេបែ បែ บบ ជាមន្ត្រីជាន់ខ្ពស់ផ្នែកវិទ្យាការដែលសំខាន់ក្នុងរាជវាំងទោះជាលោកជាព្រះរាជបុត្រក៏ដោយក៏គ្មានសិទ្ធិប៉ះពាល់យកដែរ គ្រួសារចាងជួយមើលថែបណ្ណាល័យថ្វាយព្រះអង្គតាមចំនួនហើយមានគុណសម្បត្តិធំធេងណាស់ចង់មកកំទេចគ្រួសារចាងពួកយើងដើម្បីជួយស្រីម្នាក់នេះចឹ ត្រ ង ង់មិនធ្វើរឿងនោះដើម្បីខ្ញុំទេតែត្រង់ធ្វើដើម្បីការពាររាជនិងមើលថែរាជវង្សនគរជូពួកលោកសុទ្ធតែជាមនុស្សមុខស័ក្តិក៏មិនចំណេញដាក់ចេញក៏មិនខាទុកនាំតែមានទុកដល់ប្រជារាស្ត្រវឹកវរដល់នគរជូ និយាយបានល្អទោះថ្ងៃក្រោយព្រះបិតាបន្ទោសយើងក៏ដោយក៏ថ្ងៃនេះយើងត្រូវតែកម្ចាត់មន្ត្រីអត់បានការចោលដែររាជបុត្រពួកយើងសុទ្ធតែជាមន្ត្រីដែលស្ដេចភីងតែងតាំងអំណាចផ្ទះកណ្ដាលក្នុងវាំងនេះត្រូវបានស្ដេចភីងកាន់កាប់ព្រមទាំងជាខ្សត្រទំនេរគ្មានអំណាចនៅក្នុងដៃមានសមត្ថភាពអីចាត់ការពួកយើង ព្រះរាជបុត្រតាមខ្ញុំយល់ឃើញគ្រូគួរតែនាំស្រីម្នាក់នេះឆាប់រត់ចេញទៅធ្វើបែបនេះក្រែងលោកខូចកង្វត្តទៅ មហាថ្លឹកសម្ដីក្អេងក្អាងណាស់តើបើព្រះរាជបុត្រអង្គឯងចាត់ការលោកមិនបានអញ្ចឹងចាំខ្ញុំជួយបន្ថែមពីក្រោយចុះ យេអូយ៉ាតាមពិតគឺជាលោកសោះបើតបយាដែលជាអ្នកគ្រប់គ្រងកងទ័ពការពារក្រុងវិស័យ តែ នេះ តែប៉ុណ្ណោះទេគាត់ជាដៃស្ដាំរបស់នាយករដ្ឋមន្ត្រីឈូទៀតផងមានសិទ្ធិពេញលេញក្នុងការតំណាងឲ្យលោកនាយករដ្ឋមន្ត្រី
ចាប់ព្រមគេទៅ អេលោកទៅចាប់ធ្វើស្អីទៅចាប់ធ្វើស្អីយើង នាំព្រមគេទៅមិនជឿទៅតុលាការកំពូលកាត់ទោសប្រហារជីវិតខ្ញុំមកយឺតយ៉ាងសូមអ្នកនាងលើកលែងទោសផង ក្រោកឡើងមក អូមិនតបយាមានឋានៈខ្ពង់ខ្ពស់អ្វីក៏គាត់គ្រប់ស្រីវិរៈនេះទៅ ប្រពន្ធដែលលោកម្ចាស់យ៉ាងលេងយ៉ាងនេះមានតកោឈូឬមួយនាងជាកូននាយករដ្ឋមន្ត្រីឈូ ពេលនេះនៅគិតថាយើងមិនហ៊ានប៉ះពាល់ដល់ពលលោកទៀតទេ ពួកខ្ញុំមានភ្នែកអបស្រីប្រមាថដល់អ្នកនាងឈូពួកយើងសុខចិត្តទទួលទោសខ្ញុំស្ម័គ្រចិត្តទទួលទ្រព្យរបស់តកូលវាងទាំងអស់ឲ្យតែអ្នកនាងឈូព្រមទុក កា ជី រ វិត បា បាន ន ដែលលេងឈូមានទោសស្លាប់រាប់មិនអស់តែសូមនាងយកយល់ដល់គ្រួសារចាងស្បោះត្រង់ទុកជីវិតឲ្យទូបង្គំផងយកពួកគេទៅកាត់ក្បាលចោលទាំងអស់ ឆាប់សិនបនចម្រើនប្រជជនព្រះអង្គចិត្តមកដល់ហើយក៏មានការសម្លាប់អីតាមយោបល់របស់ខ្ញុំរឹបអូសទ្រព្យសម្បត្តិពួកគេចូលរដ្ឋទាំងអស់ហើយនេះទៅធ្វើទៅហ៊ានតាមព្រំដែនគិតយ៉ាងម៉េចដែរ នាំពួកវាទៅ ទៅ អូយម៉ែរងទុកវេទនាខ្លាំងណាស់អើយ អ្នកម៉ែជប់ខ្ញុំទៀតទៅ អើយនេះថាម៉ែផងហ៎ចង់ខ្ពើមរអើម៉ែហ៎មកពីឯងស្រីតែម្នាក់ឯងយកឈ្នះបាត់បានកាត់មកជាតិនេះយកមិនដល់ទុកអញ្ចឹងទេ សូមនិយាយទៀតទៅ កូនប្រុសប្រាប់មកមើលស្រីថ្មុកនោះនាងប្រើដើម្បីថោកទាបស្អីទៅអូសទីបរិជ្ជបុតបានបែបនេះទ្រង់ស្ដាប់តាមនាងគ្រប់ម៉ាត់នាងប្រើល្បិចអីទៅ មានល្បិចផ្សេងទៅក្រៅពីល្បិចអូទីលើក្រៃនោះស្រីថោកទៀបម្នាក់នេះលុយក៏បាក់ខ្ញុំពីក្រៅខ្នងផងឲ្យតែបានចេញពីទីនេះខ្ញុំមិនសម្រាប់នេះដល់តអី ទៅម៉ែនឹងសម្រាប់នាងមិនខានស្រីចង្រៃគ្មានគេខ្មាស់ស្រីថោកទាបសូមឲ្យវាស្លាប់ដៃហោងសូមឲ្យវាស្លាប់ប្រៃផ្សៃទៅ អែក៏ឲ្យស្រួលកុំលោឡាបាត់ទៅលោឡាទៀតណាប្រយ័ត្នយើងកាន់ដាច់ចោលចង់ធ្វើអីហ្នឹង អើយ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  តាមលឺនិយាយមកព្រះអាណិតទី5យើងសូវចេះធ្វើគ្រប់យ៉ាងដើម្បីស្ត្រីដែលគ្រួសារចាងឯងបោះបង់ចោលបង្កើតស្ត្រីដោយមិនញញែតៃជាមួយនឹងពួកមន្ត្រីជាន់ខ្ពស់ពាក់កណ្ដាលនគរជូ ត្រូវហើយតើលោកជាអ្នកណា ទ្រង់ជាព្រះអង្គភិញណាន អូយសូមព្រះអង្គជួយជីវិតផងសូមព្រះអង្គជួយជីវិតផងបើចង់មានជីវិតតែចេះស្ដាប់បង្កប់ឲ្យបានល្អ អើយស្ដាប់គាត់ពួកយើងស្ដាប់គាត់គ្រប់យ៉ាង ព្រមទូបង្កប់ព្រមមានអ្វីដែលពួកយើងជួយទ្របានយកប្រាប្រាំងសិទ្ធិនេះទៅយកកព្រះរាជទានទូលថាយើងจะទឹកចម្រៃ9ដងលេខឡើងនៅឯអ៊ីជូហើយចំណែករឿងការឡើងមិនទាន់ត្រូវធ្វើតាមការចាត់ចែងរបស់ទ្រង់ក្រាបទូល បាន ទុកជីវិតឲ្យពីរអ្នកនេះមានប្រយោជន៍អី មានប្រយោជន៍ហ៎ឈូស៊ីមគឺជាមនុស្សរឹងរូសមិនស្រាប់បង្គាប់អូនស្រីរបស់គេឈូយ៉ាងយ៉ាងបែរជាហ៊ានទៅការប្រកបសាអស់3ឆ្នាំហើយព្រះអាណិតទី5របស់យើងកំពុងមានចិត្តលើនាងប្រកបណាស់ដូច្នេះមនុស្សកំសាសម្នាក់នេះអាចជាអាវុធមុតស្រួចរបស់យើងក្នុងការគ្រប់គ្រងលោកនាយករដ្ឋមន្ត្រីនិងព្រះរាជបុត្រសៀវយ៉ាង ពីរណាបត់បែបនេះមានតែនៅឋានសួគ៌ប៉ុណ្ណោះឋានកណ្ដាលកម្រនឹងបានលឺណាពីរមែន ព្រះរាជបុត្រសរសើរពេកហើយ យាយកុំហៅខ្ញុំព្រះរាជបុត្រអីហៅត្រឹមសៀវអ៊ូបានហើយ ណ
អ្នកនាងព្រះរាជបុត្រអ្នកនាងសូមផ្អែមល្ហែមដាក់គ្នានៅទីនេះទៅខ្ញុំទើបតែទទួលដំណឹងព្រះអង្គកំពុងប្រជញ្ញទ្រង់ចង់ប្រើបនចម្រើប្រជញ្ញកាត់គ្រោះពិធីធំនឹងត្រូវរៀបចំខែក្រោយនេះពេលនេះទ្រង់ឲ្យព្រះរាជបុត្រហើយនឹងក្សត្រទាំងឡាយឆាប់ត្រឡប់ចូលរាជវាំងវិញ លោកនិយាយថាម៉េចព្រះបិតាបញ្ជូនអញ្ចឹងព្រះកាយទ្រង់រឹងមាំល្អណាស់មិនក៏បែបនេះច្បាស់ជាមានអ្នកធ្វើបាបទ្រង់មិនខាន ព្រះអង្គកុំតាន់បារម្ភពេកក្នុងវាំងពេលនេះច្បុកច្បល់ណាស់សឹកព្រះអង្គប្រជូនពេលនេះច្បាស់ជាមានរឿងអីមិនធម្មតាហើយទេមិនខុសទេច្បាស់ជាមានអីលាក់បាំងសៀអូខ្ញុំអាចារ្យទៅជាមួយទ្រង់ អូត្រូវហើយនេះជាចាំបារាមតាមផ្លូវថាលិញជ័យចម្បាញ់9ដងអាចជួយមនុស្សពីការស្លាប់និងដេញថ្លៃអ្នកធានប៉ាស្រកអ៊ីជូបើពួកយើងអាចបានមកធ្វើទឹកនោះជំងឺព្រះអង្គនឹងព្យាបាលជាសះស្បើយ ល្អពួកយើងទៅស្រុកអីជួយឥឡូវនេះភ្លាម ខ្ញុំនោះ ទៅព្យាបាលរបួសសិនទេចាំជួបគ្នានៅរាជធានី កុំបារម្ភអីថ្ងៃក្រោយយើងនឹងមើលថែជាយ៉ាវខ្លួនឯង ព្រះអង្គ រាជបុត្រសៀវយ៉ាវបានទៅស្រុកអ៊ីជូហើយ ក្រោយទូលបង្គំឲ្យមនុស្សទៅផ្ដល់ដំណឹងដល់មេតបយាពួកគេចាយល្បិចទឹកមែនទូលបង្គំបង្កប់មនុស្សតាមផ្លូវហើយលើកនេះពួកគេច្បាស់ជាមិនរស់ទេ ឯងស្គាល់ព្រះអាណត្តិទី5តែគេហើយគេមិនស្លាប់ងាយៗបែបនេះទេក៏ប៉ុន្តែអង្វាយរឿងក្តៅទៅហើយទៅរាជទាយានក៏ជារឿងល្អម្យ៉ាងដែរ សៀអូរាជបុត្រមិនបារម្ភទេថាគ្រប់យ៉ាងដូចជាចែកបានពេកហើយ បានន័យថាម៉េច ការដេញថ្លៃ3ឆ្នាំម្ដងរបស់ថៃសៀនប៉ាងបែរជាធ្វើឡើងមុនថ្ងៃចម្រើនព្រះអង្គនេះ រឿងនេះអាចជាការចាយដងក៏បាន តែខ្ញុំអាចារ្យមានអារម្មណ៍ថាមានគេមានចេតនាឲ្យពួកយើងចេញទៅទីនោះ ចង់សម្ដៅលើមេតបយា មិនមែនទេបងចាស្មោះត្រង់ងាប់ចាចំពោះពុកខ្ញុំណាគាត់គ្មានថ្ងៃក្បត់ពួកយើងទេខ្ញុំគ្រាន់តែគិតថាគាត់ត្រូវគេបោកប្រាស់ប៉ុណ្ណោះណាហើយចុះយ៉ាងណាត្រូវប្រយ័ត្នឲ្យបានខ្ពស់បំផុត កុំបារម្ភអីខ្ញុំនឹងការពារនាងឲ្យបានល្អសៀវហឹងមានរឿងអី ព្រះរាជបុត្រមិនស្រួលទេមានមនុស្សពួនស្ទាក់ខាងមុខ និយាយដើមបិសាចក៏បង្ហាញមកភ្លាមចាំខ្ញុំទៅមើលសិន ប្រយ័ត្នផងមិនស្មានថាព្រះរាជបុត្រស៊ីវយ៉ាល្បីល្បាញម្នាក់នេះមានរូបរាងសង្ហាដល់ម្លឹងតទៅសោះរហូតធ្វើឲ្យខ្ញុំម្ចាស់មិនអាចចិត្តធ្វើបាបព្រះរាជបុត្រ កម្ពុជាអ្នកក្លាហានលំដាប់ទី9អសរាបការជប់លោហិតនិយាយមកអ្នកណាបញ្ជូននាងមក រឿងនេះនិយាយមិនបានទេក៏ប៉ុន្តែបើព្រះរាជបុត្រមានចំណាប់អារម្មណ៍ចង់ដឹងនោះមិនអញ្ចឹងជាងទៅដំណាក់ជាមួយខ្ញុំម្ចាស់ទៅពេលជប់ងងឹតខ្ញុំម្ចាស់នឹងប្រាប់រឿងរបស់ដល់ព្រះអង្គបន្តិចម្ដង ហ៊ានប្រើមុនស្នេហ៍ដាក់យើងផងហ៎មិនចេះប្រមាណខ្លួនមែន ព្រះរាជបុត្រមិនចេះថ្នាក់ថ្នមស្រីស្អាតសោះទេសោះពួកឯងទៅទៅដល់លេងជាមួយព្រះរាជបុត្របន្តិចទៅហ៊ានធ្វើបាបក្មេងៗបំរើរបស់យើងផងហ៎ចង់ស្លាប់ហើយអាចារ្យយកព្រះរាជបុត្រធ្វើជាគ្រូបង្វឹកក្បាច់គុនក្មេងៗខ្ញុំម្ចាស់មិនទាន់បានសាកល្បងទេតែបើបានមែនក្បាច់គុនខ្ញុំម្ចាស់នឹងខ្លាំងឡើងពីរដង សៀអូអញតែប្រំប្រាប់ថាអ្នកណានៅពីក្រោយរឿងនេះយើងនឹងពិចារណាទុកជីវិតឲ្យនាងគ្នាមានច្រើនដល់ម្លឹងមកព្រួតធ្វើបាបស្រីទុនខ្សោយម្នាក់ខ្ញុំមិនព្រមទេលើកលែងតែពួកនាងព្រមប្រយុទ្ធនឹងយើងម្ដងទៀតបើចាំយើងនឹងប្រាប់នាងចង់ប្រយុទ្ធជាមួយអ្នកណាក៏រើសចាំកុំឲ្យថាពួកយើងគ្នាច្រើនធ្វើបាបគ្នាយើងចង់ប្រយុទ្ធជាមួយនាងនឹងហើយ មិនបានយាយ៉ាវមិនចេះក្បាច់គុនទេ យើងមិនខ្វល់ទេអ្នកនាងឲ្យយើងជ្រើសរើសតាំង ស្រីក៏ឯងនេះមិនក៏គ្មានគេខ្មាំងចឹង ល្អខ្ញុំអាចប្រយុទ្ធជាមួយនាងបានតែបើសិនជានាងចាញ់នោះត្រូវប្រាប់ពួកយើងថាអ្នកណានៅពីក្រោយរឿងនេះឲ្យប្រកាសរឿងនេះអញ្ចឹងហើយសៀអូខ្ញុំអាចារ្យខ្ចីដើរត្រង់សិន ព្រះរាជបុត្រទ្រង់មិនបារម្ភពីអ្នកនឹងជួបទេចុះបើមានរឿង ចាំមើលសិនទៅ ស្ថានភាពក្នុងវាំងពេលនេះកំពុងច្បុកច្បល់មិនទាន់ដល់ពេលបង្ហាញសមត្ថភាពពិតទេកំដៅនាងលេងមួយក្បាច់សិនចាស់ឲ្យតែសម្រាប់ស្រីម្នាក់នេះបានមកលើកនេះក៏មិនខាត់ជើងដែរស្រួលរីកាដល់ព្រះរាជបុត្រពីណាផងនាង មិនអីទេ ឲ្យខ្ញុំសុំទោសផងខ្ញុំក្រៅដៃលើកទី1ហើយតែមិនសូវដឹងកម្លាំងដៃធ្ងន់ស្រាលនាងមិនអីទេហ៎ អ្នកនឹងឈូអ្នកនឹងចាប់ផ្ដើមរៀនក្បាច់គុនតាពីកាល
មុននេះគ្រាន់តែឃើញពេលបរិយាប័ត្រកំពុងតែប្រយុទ្ធជាមួយនឹងនាងខ្ញុំគ្រាន់តែលួចមើលប្រមាណក្បាច់ប៉ុណ្ណោះ បើនៅស្មានថានៅនឹងឈូមិនត្រឹមតែចេះជើងគេក្នុងលោកនេះទេថែមទាំងមានដងខាងក្បាច់គុនខ្លាំងទៀតផងមើលទៅប្រតិបត្តិពួកយើងរើសចំត្បូងពេជ្រកម្រហើយ សាំងនាងរដ្ឋាចាប់ឲ្យបាន ស្លាប់អត់ហើយ គួរស្ដាយណាស់យើងមិនទាន់វេកមុខអ្នកនៅពីក្រោយបានទេ មិនថាអ្នកណានៅពីក្រោយនឹងនេះគេបានដឹងអស់ហើយថាត្រង់ចេញពីទីនេះច្បាស់ជាប្រញាប់ចេញពីទីនេះមិនចឹងមិនដឹងថាខាងមុខត្រូវជួបគ្រោះថ្នាក់អីទៀតទេ ព្រះអង្គអសុរផ្កាឈូលហិតស្លាប់បាត់ហើយ យើងប្រាប់ពីដំបូងមកម្លេះម្ចាស់ប្អូនមិនមែនចាត់ការបានដូចនេះទេតែម្ដាយកូនពលយ៉ាងពីរនាក់នោះពេលនេះប្រហែលជាបានជួបជាមួយនឹងរាជជាហើយត្រង់ច្បាស់ជាចាត់ការជំនួសពួកយើងមិនខាន ព្រះរាជយិត្តជួយពួកយើងណា មនុស្សល្ងីល្ងើនោះកតូនខ្លាំងណាស់វាមិនស័ក្តិសមនឹងអង្គុយលើរីកបលាំងនោះទេក៏ប៉ុន្តែពួកយើងអាចទុកឲ្យពួកគេលេងជាមួយគ្នាសប្បាយសិនទៅ និយាយទៀតមក លេងជាទឹកចម្រាញ់9ដងគឺជាអសត្វស័ក្តិសិទ្ធឲ្យតែវាធ្លាក់ក្នុងដៃព្រះរាជបុត្រសៀវយ៉ាវព្រះអង្គសោយមានប្រកាយមកមុនវិញទ្រង់នឹងសពប្រតិលើកដំណើរទ្រង់ខាងជាមុនទៅទៀតដល់ពេលនោះឋានៈរបស់ព្រះរាជរបស់ព្រះអង្គខ្លាចតែត្រូវរង្គោលអង្គើបាត់នោះទេ រឿងនេះងាយដល់ម្លឹងផងហ៎ដល់ពេលកំណត់គ្រាន់តែរៀបរៀងកុំឲ្យគេមានថ្នាំទៅបានហើយ ព្រះរាជទ្រង់មិនជឿរឿងនេះទេនៅក្បែររាជបុត្រសៀវយ៉ាវមានកូនស្រីលោករដ្ឋមន្ត្រីជួយជ្រោមជ្រែងស្រីម្នាក់នោះមិនមែនជាមនុស្សធម្មតាទេ អូនិយាយទៀតមក ក្រាបទូព្រះទីយាស្រីជួយយាយថាទៀបនោះមិនខ្លាចមន្ត្រីធំហ៊ានប្រមាថដល់ថ្នាក់លើទៀតផងនាងធ្វើឲ្យសាលារដ្ឋបាលក្រុងឈិងជុំច្បុកច្បត់ឲ្យសារនាងម្យ៉ាងទៀតនាងញុយញងឲ្យរាជបុត្រសៀវយ៉ាវចាក់ខ្លួនពួកមន្ត្រីធំពេលនេះខ្ញុំម្ចាស់នឹងកូនធ្លាក់ខ្លួនគ្មានផ្ទះសបាយនៅក្រុងឈិងជូរហូតហើយ ត្រូវហើយព្រះរាជស្រីម្នាក់នោះអាមានរាជបុត្រសៀវយ៉ាវជាបងឯកហ៊ានដកហូតតំណែងទូលបង្គំដែលជាកំពូលនៅប្រាជ្ញដែលព្រះអង្គតែងតាំងឲ្យនាងគ្មានការគោរពដល់ព្រះអង្គបន្តិចណាស់ឡើយមនុស្សស្រីបែបនេះគួរតែយកទៅកាត់ក្បាលចោល ត្រូវហើយ គ្រាន់តែតំណែងជាកំពូលអ្នកប្រាជ្ញតូចតាចសោះមានអីគួរឲ្យស្ដាយទៅឲ្យតែឯងព្រមជួយយើងដល់បានលេងជឿទឹកនិងកំចាត់ព្រះរាជបុត្រសៀវយ៉ាវបានយើងធានាថាឯងច្បាស់ជាមានប្រាក់ចាយមួយជីវិតមិនអស់ទេ ប៉ុន្តែព្រះរាជក្បែរប្រកាយព្រះរាជបុត្រមានកងការពីច្រើនណាស់ទូលបង្គំត្រឹមតែជាអ្នកមានចំណេះតិចតួចខ្លាចតែ ធ្វើដំណើរទៅក្រុងអ៊ីជូរបស់អ្នកមានលូវ៉ាន់ឆឹងគេច្បាស់ជាចេញមុខជួយពួកឯង របស់ដែលគេយកមកដេញថ្លៃនៅធានប៉ាថ្ងៃនេះគឺជារបស់មានតម្លៃកម្ររកបានបើមានសំណាក់នេះថ្លៃបានមួយអញ្ចឹងច្បាស់ជាខ្លាចជាអ្នកមានកប់ប្រពោហើយ គាត់ថាងាយដូចបាត់លោកមែនជប់ជាសពទៅអេដល់គ្នាទៅមើលខាងនោះវិញ អេលោកមើលខាងនេះ មិនស្មានថាតាមផ្លូវមានឃាតករច្រើនយ៉ាងនេះតែយើងនៅតែមកដល់តាន់ពេល អាយ៉ាព្រះរាជបុត្ររត់សារធានប៉ានេះទៅគេសាងឡើងដោយភាពប្រណិតអត់ខ្ចោះតែម្ដងចុះតម្រាំតាមម្ចាស់សាលនេះនោះនេះមិនបានន័យថាគេចង់ផ្ទៃអ្វីបានតាមចិត្តហើយទេ របស់ដែលយកមកដាក់ក្នុងសាលនេះសុទ្ធតែជារបស់មិនធម្មតាតែទៀតត្រូវមើលអត់ចំតែឆៃទៅបានដើម្បីយកទៅជូនដំណើរដល់ពុកក្មេងជាការជួបគ្នាជាលើកដំបូង អូ មិនអត់ទេមិនអត់ទេមិនអត់ទេស្អាតដល់ហើយស្អាតណាស់ កូនមើលចោ ព្រះរាជបុត្រមិនក៏ពួកគេមកទីនេះ អេ ហើយចំជាស្អាតដល់ហើយ ស្រីថោកទីបគ្មានគេខ្មាស់មកសងំនៅទីនេះសោះ និយាយចាឯងនេះព្រះរាជបុត្រនៅនឹងឈូទុកជីវិតឲ្យនៅមានមុខមកប្រហែលទៀត គ្រាន់តែជាស្រីតោងរាជបុត្រគ្មានអំណាចម្នាក់ហើយតើចេះវាយរឹកខ្ពងខ្ពស់បែបនេះទៅកើតហើយប្រាប់នាងឲ្យដឹងតែចោះកូនប្រុសយើងឥឡូវនេះមានអ្នកក្តោបក្តាប់ ម៉ែមានអីត្រូវវេកញ៉ៃជាមួយនឹងស្រីធ្វើចំការម្នាក់នេះទៅចាំឲ្យពិធីដេញថ្លៃចប់សិនចាំចាត់ការតាមក្រោយកំហុសពេលដែរ ត្រូវហើយពេលនេះពិធីតែងថ្លៃសំខាន់ជាងគេតិចទៀតចាំជម្រាបបញ្ជីជាមួយនាង គាត់ស្មានថាក្នុងសាលថ្ងៃនេះមានវត្ថុទើបតម្លៃថ្លៃបែបនេះសោះយើងចង់ទិញយកទាំងអស់តែម្ដង មិនក៏កើតកតម្លេះសាលដេញថ្លៃមានច្បាប់គេត្រឹមត្រូវលោកមានសិទ្ធិអីមកកាត់សក្តីវិធីដេញថ្លៃអ្នកណាឲ្យថ្លៃជាងគេនៅនោះបានបើលោកមានប្រាក់ច្រើនមែនចង់ដេញថ្លៃយកទាំងអស់ក៏គ្មានបញ្ហាដែរតែបើលោកគ្មានប្រាក់ទេក៏មកសំដែងអី ត្រូវពួកយើងសត្វតែនៅក្នុងពិភពគុណមិនមែនកាត់មកឲ្យលោកគម្រាមបានទេមកចង់មករករឿងអ្នកណាម្នាក់ខ្ញុំណែនាំឲ្យលោកចេញទៅវិញ នៅអ៊ីជូនេះសន្តិលូវ៉ាន់ឆឹងយើងគឺជាច្បាប់បើអ្នកណាមិនសុខចិត្តទេអាចមកសាកល្បងជាមួយយើងបាន
តោះ ខ្ញុំធ្លាប់លើឈ្មោះលូវ៉ាន់ឆឹងម្នាក់នេះគេជាអ្នកមានអំណាចទី1ក្នុងក្រុងអ៊ីជូដែលមានអំណាចគ្មាននរណាហ៊ាននឹងគេនោះទេមិនស្មានថាយ៉ាងមិញកុំនឹងម្ដាយទេអាចអបគេបានចឹងសោះ ពួកគេត្រឹមតែជាមនុស្សថោកទាបម្នាក់ប៉ុណ្ណោះគ្មានអ្វីត្រូវខ្លាចទេគ្រាន់តែថាលោកវ៉ាន់ឆាន់ពិបាកនឹងចាត់ការគេហ៊ានបង្ករឿងក្នុងសាធារណបែបនេះច្បាស់ជាមានរីកទីយឺតឬក៏ព្រះអង្គណាជាក្នុងបង្អែកមិនខាន ព្រះបិតាមិនសូវមានពតច្រើននោះតាំងពីម្ចាស់បងទី2និងម្ចាស់បងទី4សោយទីប្រពន្ធមកក្រៅពីខ្ញុំនៅសល់តែរាជទីយិតនិងព្រះអង្គភីណានប៉ុណ្ណោះ ត្រង់ចង់សម្ដៅដល់ម្ចាស់បងច្បងនិងម្ចាស់បងទី3ត្រង់តាំងពីបុរាណមករឿងដណ្ដើមរាជបល្ល័ង្កជារឿងធម្មតាទេម្ចាស់បងច្បងនិងម្ចាស់បងទី3ត្រង់ទុកត្រង់ជាសត្រូវជាយូរហើយគ្រាន់តែកន្លងមកត្រង់មិនធ្លាប់ពីរាជបល្ល័ង្កទៅបន្ធូរការប្រុងប្រយ័ត្នតែពេលនេះត្រង់លោកដែរព្រោះតែខ្ញុំម្ចាស់ខ្លាចខ្លាំងតែពិបាកដកខ្លួនខ្ញុំម្ចាស់នាំទុកដល់ត្រង់ មិនមែនជាកំហុសនាងទេទោះខ្ញុំចង់រស់នៅដោយមិនដឹងមិនលឺក៏ពួកទ្រង់មិនឲ្យខ្ញុំរស់នៅបានសុខដែរបើពិបាកចេញពីរូងខ្លាទៅហើយមានតែសាកចូលរូងខ្លាដោយផ្ទាល់ក៏ថយមកក្តាមមើលមិនមែនដើម្បីរីកបល្ល័ង្កទេអ្វីដែលធ្វើគ្រប់យ៉ាងនេះព្រោះតែការពារនាង ជាខ្ញុំម្ចាស់ចាសាធានប៉ាសូមស្វាគមន៍គ្នាទាំងអស់អញ្ជើញអង្គុយតាមកន្លែងជម្រាបសួរភ្ញៀវកិត្តិយសទាំងអស់ខ្ញុំជាអ្នកបើកការដេញថ្លៃនៃពិធីនេះស៊ូជីតំណាងឲ្យសាធានប៉ាទាំងមូលសូមអរគុណយ៉ាងជ្រាលជ្រៅដល់ភ្ញៀវកិត្តិយសទាំងឡាយដើម្បីកុំឲ្យខាតពេលវេលាយូរពេលនេះសូមចាប់ផ្ដើមបាក់បង្ហាញវត្ថុដេញថ្លៃដំបូងគេបង្អស់ក្នុងប្រអប់នេះមានបែកទឹកឈ្មោះឆុងស៊ីវាជាគម្ពីរក្បាច់គុណដែលបន្សល់ទុកដោយកម្ពុជាវីរនារីដែលសបៃហោតម្លៃដេញថ្លៃចាប់ពី200ដំណឹងឡើងទៅរាល់ការដេញថ្លៃមិនត្រូវតិចជាង100ដំណឹងឡើង សាធារណប៉ាមិនធ្វើខុសចិត្តមែនត្រឹមរបស់ដេញថ្លៃដំបងសោះក៏លើសពីធម្មតាបាត់ទៅហើយលើគេនិយាយថាឲ្យទៅហៅក្បាច់តៃនេះបានសម្រេចគឺអាចសម្លាប់មនុស្សគ្មានសមោបើបានវាមកកាន់ក្នុងដៃមិនបានន័យថាខ្លាចជាអ្នកគ្រប់គ្រងពិភពគុណស្ថិតនៅលើកម្ពុជាដែលក្លាហានទី1ហើយទេអី ខ្ញុំឲ្យ200ដំឡឹង 300ដំឡឹង យើងឲ្យ500ដំណឹងដើរទៅឆុងស៊ីនេះយើងត្រូវតែយកឲ្យបានពួកកប៉ៃកពុកដូចជាពួកឯងហ្នឹងចង់ទៅដើមជាមួយយើងផង លោកម្ចាស់លូមិនទាន់ដឹងទេគម្ពីរមួយក្បាលនេះមានតែអ្នកមាននិស្ស័យទើបអាចបើកបានម្យ៉ាងមានតែមនុស្សស្រីទើបអាចហាត់បានអញ្ចឹងហើយទើបពេលបញ្ចុះតម្លៃយកមកធ្វើការដេញថ្លៃដំបូងគេបង្អស់លោកម្ចាស់លូមិនអញ្ចឹងទឹកមកម្ដងទៀតទេ ឯខ្ញុំឆ្ងល់ថាលោកម្ចាស់លូបញ្ញាប់ដេញថ្លៃលឿនម្លេះតាមពិតគាត់គ្មានកន្ទុយនេះធ្វើកូនប្រុសសងជន់ជាបែបនេះទៅហើយពួកយើងមិនចង់ដណ្ដើមជាមួយលោកម្ចាស់លូទេ យើងយកទៅចោ តាមពិតបោកប្រាស់យើងចាំមើលយើងវាយអីឲ្យ លោក ស្លា មិន ប់ ឆឹងលោកចង់ធ្វើអីហ្នឹងនេះជាទឹកដីសាលដេញថ្លៃធានប៉ា សាលពេញថ្លៃឈៀនប៉ៅវិញយ៉ាងម៉េចមានមកបញ្ឆោតយើងចង់ស្លាប់ហើយបែបទេ ឆាប់ភ្លាមការដែលខ្វល់អន់នារីទុនខ្សោយមានអីអស្ចារ្យទេ ស្រីថោកទីឯងនេះមិនចេះចោលបញ្ចប់មើលតាខ្លួនឯងនិយាយមកចាក់ដោតជាមួយសេដ្ឋីលូបែបនេះតាមខ្ញុំគិតនាងលេងចង់រស់ហើយ នៅតែគោលយ៉ាងនេះជាប្រពន្ធដែលឯងលេងដែរសម្រាប់ពិតជាស្អាតសាច់សខ្ចីដល់ថ្នាក់នេះឯងតែចិត្តលេងទៅកើត លោកអ្នកមានប្រកែកកំ pl ែងមែននាងត្រឹមតែជាអ្នកចម្ការធម្មតាម្នាក់ប៉ុណ្ណោះមិនសមនឹងពិធីធំបែបនេះទេ តែយើងបែរជាចូលចិត្តស្រីធ្វើចំការធម្មតាបែបទៅវិញយើងតូចទៅភូមិគ្រឹះយើងធ្វើជាប្រពន្ធទី30ប្របីយើងទៅធានាថាយើងនឹងតែលើកំណោមាសប្រាក់យ៉ាងម៉េចដែរទៅលោកបានឆឹងមនុស្សរបស់យើងមិនមែនដៃកខ្វក់របាយអាចប៉ះទេអាមុខសបដាក់នេះមកពីណាហ៊ានចេញមុខជួយស្រីស្អាតផងលើចង់រស់ហើយ ប្រហើនហេតុប្រមាថប្រេច្បាត់ស្រីយ៉ាវដឹងថាមានទួយទេ ត្រង់ជាព្រះអង្គក្នុងរឿងនេះតែចូលចិត្តលក្ខណៈកាយមិនអាចខ្លួនត្រាប្រតិបត្តិជាតាមទេការថ្វាយបង្គំព្រះអង្គនឹងព្រះជាយា ថ្វាយបង្គំព្រះអង្គនិងព្រះជាយា នាំគ្នាក្រោកឡើង អរគុណព្រះអង្គ ព្រះជាយាដែលនៅក្បែរប្រកាយប្រហែលជាបត់ជាមនុស្សស្រីបករឿងដល់ប៉មអ៊ីនប៉ុនថ្ងៃនោះបែបទេនាងជានារីក្លាហានមិនចាច់ប្រុសទេ លើថាព្រះជាយាជាកូនលោករដ្ឋមន្ត្រីឈូទៀតផង ចាយចង់ព្រះជាយាបើនិយាយដល់ព្រះរាជបុត្រលើកនេះលោកបានឆឹងច្បាស់ជាមានទូថាអុំហើយ មិនហើយ លោកបានឆឹងបានឃើញយើងប៉ុណ្ណឹងហើយនៅមិនទាន់លុបទៅគុំទៀតត្រឹមព្រះរាជបុត្រគ្មានការងារធ្វើគ្មានអំណាចម្នាក់សោះគឺថាយើងខ្លាច ណាស់ហើយចាំតែខ្វល់អីនឹងមនុស្សប្រភេទនេះ ស្រីស្អាតទៅវិញជាមួយយើងលោកម្ចាស់ម្នាក់នេះនឹងធ្វើឲ្យអូនសុបាយចិត្តអូយអូយ ណែលោកបានឆឹង គិតថាខ្លួនឯងជាសម្រាប់ប្រភេទអីចាញ់ពីផ្ទះមកមានឆ្នាំកញ្ចក់ឬអត់ លោកម្ចាស់លូវ៉ាន់ឆឹងលោកមិនអីទេអីលោកយាចាស្រីថោកទាបឯងនេះបានលោកម្ចាស់មានចិត្តលើនាងវាជាសំណាងនាងណាស់ទៅហើយមិនឆាប់បាននេះមកបំរើលោកម្ចាស់លូទៅ ត្រូវហើយលោកម្ចាស់លោកមានទ្រព្យសម្បត្តិច្រើនណាស់ប្រៀបនឹងមនុស្សដែលគ្មានអំណាចគ្មានឥទ្ធិពលដោយព្រះរាជបុត្រសៀវយ៉ាវក៏ប្រសើរជាងរាប់ពាន់ដងកុំខ្លាំងមិនដឹងខុសត្រូវបែបនេះកុំខ្លាំងមិនដឹងខុសត្រូវបែបនេះ ត្រូវលោកម្ចាស់លូលោកម្ចាស់កុំអាលខឹងអីតាមពុតស្រីស្អាតមានចរិតឆ្នះឆ្នើមចឹងសោះយើងចូលចិត្ត ហេតុមើលវាថាលើតែងាប់ទៅ សៀវហឹងដល់ថយព្រះរាជបុត្រមនុស្សក្បែរទ្រង់សិតតែគ្មានបានការព្រះរាជបុត្រស្អីទៅតែដកដៅធំក៏មិនហ៊ានបញ្ចេញផងកំពីក្បាច់ទុំដៅមួយយើងនឹងយកឲ្យបាន ត្រង់
ង់បង្ហាញសមត្ថភាពពិតហើយតែគេនៅតែប្រហើនមិនស្គាល់ទៅធំទៀតច្បាស់ជាមានក្នុងបង្អាចធំមិនខានទេប្រហែលជាគេមានល្បិចឲ្យត្រង់ចេញមុខស្ងប់ស្ងាត់ចាំមើលសភាពការសិនទៅ សូជីប្រាប់រួចហើយកុំពីមួយនេះអ្នកមាននិស័យទៅអាចបើកបានមើលទៅលោកបានជាគ្មាននិស័យទេមិនក៏នៅតែចង់បើកកពីទៀតគួរឲ្យចង់ខ្សែខ្លាំងណាស់ត្រូវហើយកុំពីស័ក្តិសិទ្ធិអស្ចារ្យដល់ម្លឹងតាមកំណត់ខ្ញុំក្នុងចំណោមពួកយើងទាំងអស់មានតែព្រះជាយាមម្នាក់ប៉ុណ្ណោះដែលអាចបើកវាបាន និយាយបានល្អព្រោះក្បាច់ដើមមានតែមនុស្សស្រីទៅបាច់ហាត់បានបែបនេះអាចនិយាយបានថាជាការបង្កើតសម្រាប់តែព្រះជាយាមម្នាក់ហើយទេលោកបានចឹងបើមិនចេញទៅហើយគួរតែថ្វាយដល់ព្រះជាយាទៅល្អជាងប្រហែលជាព្រះរាជបុត្រលើកលែងទោសឲ្យលោក បើទាំងអស់គ្នានិយាយថានាងជាអ្នកមាននិស័យដល់ម្លឹងទៅហើយនោះអញ្ចឹងទៅឱកាសឲ្យនាងសាកម្ដងចុះបើនាងអាចបើកវាបានក៏ពីនេះជារបស់អ្នកនាងហើយតែបើបើកវាមិនបាននោះទេមិនអញ្ចឹងក៏បន្ទោសយើងតែប្រើធម៌ក្តៅ លោកនិយាយខ្លួនឯងទេណា និយាយ កុំអារម្មណ៍អីខ្ញុំមិនចាស់ដឹងហើយ លោកជាយ៉ាងរំតែជាស្រីធ្វើចុកការម្នាក់ដូចជានាងបែរជាមិនចេះប្រមាថខ្លួនឯងបែបនេះ មែនហ្នឹងសូម្បីលោកម្ចាស់លោកក៏មិនអាចបើកវាបានផងចោះតម្រាំស្រីអសមត្ថភាពដូចនាង គួរអស់សម្ដាយការកូនប្រុស អាយ៉ា អាយ៉ាសំជាព្រះជាយាមមិនមែនហើយលោកអាចបើកពីយ៉ាងនេះព្រះជាយាមកែមែនចាំមើលទៅលោកអត់បានយ៉ាងបានទេគេមិនសល់សម្បត្តិខាងនោះចាំមើលទៅមិនឲ្យក្រាញ់ចូលចិត្តអួតគេកាំងណាលើកនេះលោកខាត់ទាំងស្រុងជាមិនខានទេហ៎មិនអាចទេប្រហែលច្បាស់ជានាងហើយស្រីចង្រៃតែលេងដើម្បីធ្វើបាបពួកយើង សុំឲ្យម្ចាស់គ្រូទេក៏មិនទាន់ហាប់មាត់ផងសំអាងអីកូនចៅដូចឯងធានស្រែកលោឡាដាក់មុខយើង លូយាយថ្លើមធំហ៊ានជាកូនជើងផងស្រីថោកទៀត អរគុណលោកម្ចាស់លូដែលបានឲ្យកូនពីរនេះមកខ្ញុំ ស្រីថោកទៀតលេងល្បីផងងាប់ទៅយាយប្រយ័ត្នមនុស្សឈួតឯងនេះបើហ៊ានប៉ះអ្នកនឹងឈូតែបន្តិចយើងមិនទុកជីវិតឯងទេ លោកវ៉ាន់ឆឹងលោកចង់មកករឿងនៅសាធានប៉ៅពិតមែនទេ លោកតាឈីងអ៊ីខ្ញុំយល់មុខដល់លោកតាចុះ គ្រប់គ្នាខ្ញុំជាលោកតាឈីអ៊ីក្នុងនាមជាម្ចាស់សាលដេញថ្លៃធានប៉ៅនេះសូមទោសដល់ភ្ញៀវទាំងអស់គ្នាចាប់ផ្ដើមទៀតចុះ ញៀវកិត្តិយសទាំងឡាយពួកយើងដេញថ្លៃបន្តទៀតវត្ថុមានតម្លៃដែលត្រូវដេញថ្លៃនេះគឺកូនរីត្រីមកពីសមុទ្រខាងត្បូងឆ្លងកាត់ការថែទាំរាប់ឆ្នាំកម្រនឹងរកបានណាស់តម្លៃចាប់ផ្ដើមពី300ដំណឹងឡើងរាល់ការតម្លៃថ្លៃមិនត្រូវតិចជាង100ដំណឹងទេ ត្រូវមកពួកមកគ្រឿងជើងកំពុងតែខ្វះរបស់យកទៅបំភ្លឺល្មមគុជមួយនេះឲ្យ300ដំឡឹងយើងយកលៀម សំជាអ្នកមានលំដាប់កពូលមែនសុបបែររបស់បំភ្លឺក្នុងផ្ទះក៏ប្រើទៅដល់ពួករាត្រីបំភ្លឺដែរមានច្រើនជាងនេះទៀតធ្លាប់លើកទីថាចង្កឹះក្នុងផ្ទះគាត់ក៏ធ្វើពីវាសុបដែរ 300ដំណឹងលើកទី1 300ដំណឹងលើកទី2បើគ្មាននរណាឡើងថ្លៃជាងនេះទេអញ្ចឹងគួយរីត្រីមួយនេះបានទៅលើមហាសិទ្ធិលូហើយណាខ្ញុំឲ្យ500ដំណឹង ជួយយាយយ៉ាងគិតថានាងជាអ្នកណាទៅភ្នាក់ដេញថ្លៃជាមួយនឹងមហាស្ថេរលោកបែបនេះ ជួយយាយសម្លៀកបំពាក់មកតួខ្លួនរបស់នាងមកដល់ដំណឹងផងមិនឈានធ្វើចរិតអ្នកមានគ្មានប្រាក់នៅទីនេះវិញ ហ៊ានដេញថ្លៃជាមួយយើងផង ការដេញថ្លៃអ្នកណាឲ្យថ្លៃជាងគេអ្នកនោះគឺជាអ្នកឈ្នះបើគ្មានប្រាក់ទេឈប់ទៅអ្នកនាងស៊ូគាត់មិនចង់បានកុយនេះទេជួយរៀបចំឲ្យខ្ញុំមក អ្នកណាថាមិនចង់បានខ្ញុំឲ្យ600ដំឡឹង 700ដំណឹង សពជាជាយាមែនបើក្តាមកដាចាយប្រាក់បន្តិចទេគាត់ហើយទោះបានលោកឆឹងមានប្រាក់ច្រើនប៉ុណ្ណាក៏គ្មានសមត្ថភាពជាងរាជវង្សដែររាជបុត្រត្រឹមតែគុជមួយគ្រាប់ប៉ុណ្ណោះមើលទៅមិនសមតម្លៃប្រាប់200ដំឡឹងទេ យើងមានប្រាក់ចាយមិនអស់ទេឲ្យតែព្រះជាយាចូលចិត្តអញ្ចឹងទិញយកចុះទ្រុងលោកលូបើគ្មានប្រាក់ដេញថ្លៃទៀតទេប្រញាប់ចេញពីទីនេះភ្លាមទៅកុំធ្វើឲ្យខ្មាស់គេនៅទីនេះអីខ្ញុំឲ្យ1000ដំឡឹងទ្រុងដេញថ្លៃទៀតទៅបើទ្រុងមានលទ្ធភាពពិតមែនទូលបង្គំលើកឲ្យទ្រុង ច្រើនជាលោកលូពេញចិត្តគុជនេះខ្លាំងយ៉ាងនេះទៅហើយខ្ញុំមិនអាចដាច់ចិត្តដណ្ដើមរបស់លោកដែលស្រឡាញ់ទេគុជនេះលើកឲ្យលោកលូតែចាស់1000ដំណឹងលើកទី1 1000ដំណឹងលើកទី2 1000ដំណឹងលើកទី3ល្អសូមអបអរដល់លោកលូដែលដេញថ្លៃបានគុជរីត្រីមកពីសមុទ្រខាងត្បូងមួយគ្រាប់នេះលោកអ្នកមានសម្បូរតែប្រាក់គ្មានខួរក្បាលកាត់ អូព្រះរាជបុត្រព្រះជាយាតាមពិតទៅមានចេតនាធ្វើបែបនេះសោះ ប្រកាសហើយណាឲ្យគេធ្វើបាបលោកមុននេះគំនុំត្រូវសងសឹកការដេញថ្លៃបន្តទៀតនេះសម្រាប់វត្ថុមានតម្លៃបន្ទាប់គឺពេញត្បូងសតម្លៃពេញសនេះចាប់ពី500ដំឡឹង របស់ល្អមកដល់ហើយនេះជាផ្ទាំងគំនូរឆ្នៃឡើងដាក់ដិតរាជគ្រូក្នុងវាំងលោកចាងធានយានដ៏ល្បីល្បាញជាវត្ថុស័ក្តិសិទ្ធិរបស់រាជវង្សានុវង្សតម្លៃចាប់ផ្ដើមពី500ដំឡឹងរកការដេញថ្លៃមិនអាចក្រោម100ដំឡឹងឡើង
មិន មិនអាចទៅទី ជន់ក្បត់ចាំងធានយានម្នាក់នោះគេឈ្មោះស្អុយរលួយយកមកហើយគំនូគេសំនឹងតម្លៃ500តម្លឹងដែរមិនហើយគោលប្រគល់ឲ្យមិនយកប្រាក់ក៏ខ្ញុំមិនយកផង ខ្ញុំឲ្យ500តម្លៃ អ្នកនាងត្រឹមជាគំនូអត់ប្រយោជន៍ប៉ុណ្ណោះគ្មានតម្លៃទេពេញថៃថ្មីទៅ យាយគំនូនេះ បាទខ្ញុំម្ចាស់និយាយថាវាមានអត្ថបទពិសេសមានតម្លៃខ្លាំងត្រង់ជាទេ ខ្ញុំជឿ ជ្រុលជាគ្មានអ្នកដេញថ្លៃទេអញ្ចឹងគំនូនេះធ្លាក់លើដៃព្រះជាយាហើយ គំនូមួយនេះមានលក្ខណៈអ្វីមែនទេបើជាព្រះជាយាដេញថ្លៃលឿនយ៉ាងនេះអាចមានអត្ថបទស្អីទៅតាមកំណត់ខ្ញុំណាព្រះជាយាក៏ជាស្ត្រីទុកខ្សោយម្នាក់ដែរខ្សោយភ្នែករបស់ទ្រង់នៅមានកម្រិត ក្រៅឲ្យមនុស្សក៏ហ្វក់ក៏មើលដឹងដែរថាកំណុងនេះគ្មានប្រយោជន៍តែត្រង់ចំណាយប្រាក់ដេញថ្លៃតែទីបរិយាបុត្រច្បាស់ជាផ្ដល់មេរៀនឲ្យត្រង់ជាមិនខាន 500តម្លឹងលើកទី1 500តម្លឹងលើកទី2 500តម្លឹង យើងឲ្យ600តម្លឹង 700តម្លឹង ព្រះជាក៏ប្រកាន់អីគ្រាន់តែកលេចមើលគំនូនេះក៏មាននិស័យដែរព្រមដេញថ្លៃជាមួយទ្រង់មកក្តារចុះ ឬមួយមនុស្សល្ងីល្ងើម្នាក់នេះដឹងពីចំណុចអាត់កំបាំងពិសេស យ៉ាងម៉េចនឹងកុំថាឋានៈព្រះជាយាគ្មានប្រាក់ដេញថ្លៃណា ឈប់សិនចរិតគេល្ងើដល់ថ្នាក់នេះគ្មានថ្ងៃដឹងពីអាត់កំបាំងឡើយគ្រាន់តែចង់ធ្វើល្បិចតាមខ្ញុំប៉ុណ្ណោះដើម្បីជំរះបញ្ជីមុននេះចង់ល្អបែបនេះអ្នកណាមិនចង់បានខ្ញុំឲ្យ700តម្លឹង អ្នកនាង ឡើង300តម្លឹង សៀអូខ្ញុំគ្មានប្រាក់ចាប់ខ្លួនមកច្រើនទេខ្ចីត្រង់សិតបានទេ ខ្ញុំមានប្រាក់រាប់មិនអស់ទេ បានអញ្ចឹងខ្ញុំម្ចាស់មិនបន្ធូរដៃទេ900តម្លឹងបានលោកពិតជាពេញចិត្តនឹងវាមែននោះដាញ់ថ្លៃទៀតទៅ តែស្រីម្នាក់នេះប្រើល្បិចដាក់យើងដូចបាញ់ទៀតទៅមិនបានទេខ្ញុំតាមទៀតអី មានលោកណាចាប់តម្លៃថ្លៃទៀតទេ ជួយជាទ្រង់ពេញចិត្តខ្លាំងយ៉ាងនេះក៏យកវាទៅចុះ បើគ្មានអ្នកណាតាមឡើងទៀតទេអញ្ចឹងគំនូនេះបានទៅលើព្រះជាយាហើយ ជួយយ៉ាងណានាងត្រឹមតែជាអ្នកចំការម្នាក់ប៉ុណ្ណោះយើងចាប់ប្រាក់900តម្លឹងដើម្បីដេញថ្លៃកំណុងរហ័យធ្លុះធ្លាយ កូនប្រុសស្រឡាញ់ហើយដែលឯងលែងលះនាងតាន់ពេលមិនចឹងទេទ្របត្រកូលយ៉ាងពួកយើងខ្ទេចខ្ទីគ្មានសល់ទេ នាងត្រឹមជានារីទុកខ្សោយម្នាក់ប៉ុណ្ណោះការគិតគឺនៅមានកម្រិតទាបខ្លាំងណាស់ត្រូវហើយប្រាក់ដល់ទៅ900តម្លឹងឯណោះបើជាទៅយកគំនូរហ័យអត់ប្រយោជន៍ស្ដាយក្រាក់ណាស់ សមជាព្រះជាយាពិតមែនដេញថ្លៃបានគំនូដល់កញ្ចាស់បែរជាទុកដូចជារបស់មានតម្លៃ អត់ប្រយោជន៍ទេថ្ងៃនេះខ្ញុំនឹងធ្វើឲ្យលោកបានភ្លឺភ្នែកម្ដងថាតើអ្វីដែលហៅថាឋានសួគ៌លើដីពិតប្រាកដ ធ្វើស្អីហ្នឹងណាជួយយាយយើងថានាងអាចឈួតហើយចេះយកទឹកចេះលើកំណុងទៅកើត កូនប្រុសម៉ែម៉ែគិតមើលទៅនាងគ្រាន់តែសម្ដែងធ្វើរឹតជាល្អមើលប៉ុណ្ណោះកូនប្រុសថាមើលក្នុងគំនូនេះមានអត្ថបទពិសេសអ្វីឬអត់ តាមឡៃជាគំនូអត់ប្រយោជន៍មួយសោះឥឡូវប្រែមកជាវត្ថុគ្មានតម្លៃសូម្បីតែមួយសេ រាជបុត្រសៀវយ៉ាវមើលទ្រង់ចុះកូនចៅទ្រង់សត្វអត់បានការសូម្បីតែស្រីក្បែរប្រកាយទ្រង់ក៏ភ្នែកអន់ដែរចំជាគួរអាណិតដល់ហើយ រាជបុត្របើតាមយោបល់ទូបង្គំប្រញាប់តែក្បាលស្រីម្នាក់នេះចោលទៅមិនអញ្ចឹងទ្រព្យសម្បត្តិទ្រង់រលាយជាមិនខានទេ ប្រហិនមនុស្សរបស់យើងអាចឲ្យពួកឯងរិះគន់តាមចិត្តអញ្ចឹងយើងមានប្រាក់ឲ្យនាងស្រាប់ហើយបំផ្លាញទ្រព្យសម្បត្តិយើងវាយ៉ាងម៉េច កុំបារម្ភអីខ្ញុំម្ចាស់មិនបំផ្លាញអ្វីទេគំនូនេះមានពីស្រទាប់ឯណោះដែលប្រើទឹកថ្នាំពិសេសសម្រាប់បិទបាំងវាត្រូវការប្រើទឹកជំរះពីលើទៅរំលាយទឹកថ្នាំបាន យ៉ាពីសតអញ្ចឹងហ៎មិនក៏ពួកយើងមើលមិនឃើញគេថាភ្ញៀវដែលចូលរួមទីនេះសុទ្ធតែល្ងងមែនទេហ៎ បែបនេះមែនទេស្ត្រីធ្វើស្រែចម្ការសោះមកក្អេងក្អាយធ្វើឯងចេះនៅទីនេះ ស្រីស្រស់ប្រាក់តែ900តម្លឹងតើព្រះរាជបុត្រចោលក៏មិនខាតដែរ បានអញ្ចឹងលោកលោកហ៊ានផ្ដល់ជាមួយខ្ញុំដែរទេ មិនក៏ថាមិនហ៊ានចង់ផ្ដល់ពីស្អី គ្មានអ្វីធំដុំទេគ្រាន់តែផ្ដល់ដាក់គុជអរិត្រីសមុទ្រខាងត្បូងដែលលោកទៅតែដេញថ្លៃបានមុននេះបានគំនូនេះមានបង្កប់ពីស្រទាប់មែនលោកត្រូវតែបកគលវាមកឲ្យខ្ញុំ ចង់បើវាមិនមែនជាការពិត បានអញ្ចឹងខ្ញុំប្រកឲ្យលោកចាត់ការរៀនកាយខ្ញុំតាមចិត្ត ព្រះរាជបុត្រព្រះជាយានិយាយខ្លួនឯងទេពេលវេលាមកដល់កុំកន្លះសម្ដីអសោះកើតមកជាប្រុសច្រើនឆ្នាំនេះធ្លាប់លេងស្រីច្រើនរាប់មិនអស់តែស្រីដូចជាព្រះជាយាមិនទាន់បានសាកទេ ព្រះជាយាខ្ញុំថាទ្រង់មិនចាំបាច់ខំនាំទៅអត់ប្រយោជន៍ទេព្រមតែភូមិគឺជាមួយខ្ញុំទៅខ្ញុំធានាថាទ្រាំទ្រង់ឲ្យបានល្អបំផុតពិតជាល្អខ្លាំងណាស់ទេ ពិតជាអស្ចារ្យណាស់ កូនប្រុសនេះជាគំនូស្អីមានតម្លៃឬអត់ហ្នឹង នេះជាគំនូរបស់លោកគ្រូសឿតើគំនូដែលបីក្នុងសម័យបុរាណគំនូគាត់សតតែទៅអាចថាកាត់ថ្លៃមិនបាន លើកគេនិយាយថាអូសឺតើម្នាក់នេះបកកាយខាគូរូបឋានសួគ៌ខ្លាំងបំផុតរូបរាងឋានសួគ៌ដែលឆ្នៃឡើងក្នុងគំនូនេះមានភាពរស់រវើកទៅរបស់ពិតល្អឥតខ្ចោះមានកន្លែងណាក៏សុំឲ្យតែមិនទេ ព្រះជាយាខ្ញុំព្រមចំណាយ 2000 តម្លឹងសុំទិញគំនូនេះ ខ្ញុំ វិញ ព្រមឲ្យ5000តម្លឹងសង្ឃឹមថាប្រតិយាពេញចិត្តទៅចុះ ខ្ញុំឲ្យ8000តម្លឹង គំនូនេះមិនលក់ទេ អត់នេះដែរ ខ្ញុំចង់ទុកវាជូនលោកពុកក្មេងក្នុងការជួបគ្នាដំបូង លោកលោកចំពោះគុជអរិត្រីនោះ ស្រីថោកទៀតយើងហ៊ានលេងតែបិទជាមួយជើងផងចង់បានគុយរាត្រីមែនទេកុំយល់សពនោះបានឆឹងបើមានចេតនាកន្លះសម្ដីនោះយើងមិនប្រកាន់នឹងទៅយកវាខ្លួនឯងទេយើងទុកឱកាសឲ្យក្អេងក្អាងមកពេលទៀតសិនចុះ ស
សម្រាប់វត្ថុមានតម្លៃបន្ទាប់នេះគឺលីងជឿទឹកចម្រាំង9ដង គេនិយាយតគ្នាថាផ្សិតលេងជឿនេះអាចជួយមនុស្សស្លាប់រស់ឡើងវិញបានជាសត្វទឹកប្រកែខ្លាំងណាស់ត្រូវហើយគេថាបានសុខខ្លាំងវាបន្តិចក៏អាចជួយឲ្យជីវិតវែងកំចាត់រោគគាទាំងឡាយដែរ តម្លៃចាប់ផ្ដើមដេញថ្លៃសម្រាប់សិតលីងជឿនេះគឺ5000ដំឡឹងហើយការដេញថ្លៃម្ដងមិនត្រូវទៅជាង500ដំឡឹងទេ យើងឲ្យ5000តម្លឹង 5000ដំឡឹងខ្ញុំឲ្យ6000ដំឡឹង 7000តម្លឹងយើងទិញថ្លៃជាមួយយើងផងដល់ចង់រស់ហើយ 7500ដំឡឹង ជួយយាយសិតលេងជឿជាវត្ថុស័ក្តិសិទ្ធិមានឥទ្ធិពលខ្លាំងណាស់ស្រីធ្វើចំការដូចជានាងចូលមកដេញថ្លៃធ្វើស្អីដែរឬមួយនាងចង់យកវាទៅដាំនៅចំការរបស់នាង កូនប្រុសស្រីចង្រៃនេះច្បាស់ជាបានដឹងហើយថាផ្សិតលីងជឿមានតម្លៃថ្លៃមហាសាលនាងប្រហែលជាចង់យកទៅដាំនៅចង្ការនាងហើយដើម្បីចំណេញច្រើនហ្នឹង យើងឲ្យ8000តម្លឹង ខ្ញុំឲ្យ8500ដំឡឹង ស្រីថោកទៀតឯងនេះចង់ធ្វើសត្រូវស៊ីសាច់ឈុតជើងជាមួយយើងផង ការដេញថ្លៃអ្នកណាដេញច្រើនបានអ្នកនោះបើលោកពេញចិត្តក៏ដេញបន្តទៀតទៅឬក៏លោកអស់ប្រាក់ដេញថ្លៃហើយ បើគុំទៅស្រីថោកទៀតនឹងលួចការល្បិចជាមួយយើងចានដងចានសាម្ល៉េះយើងមិនខ្វះប្រាក់នោះទេ តែគ្មានប្រាក់ទេឈប់ក្អេងក្អាងទៅថាចេញពីទីនេះចាស់ សូមអបអរព្រះជាយាដែលដេញថ្លៃបានសិតលីងជឿ សៀហឹង ចង់មកទៅដល់របស់នៅមាត់លូវ៉ាន់ឆឹងយើងផងមិនមែនជារឿងងាយទេគួយសៀវសម្រាប់ពួកវាចោលអស់ទៅគួយសៀវសម្រាប់ពួកវាចោលអស់ទៅ មិនស្មានថាអ្នកខ្លះហាននៅកំពូលលំដាប់ទី4នាទីនេះសោះពាក្យចាមអារ៉ាមថាបណ្ដាក់នេះសម្រាប់មនុស្សមួយភូមិហើយភូមិនឹងខ្លាចជាភូមិខ្មោចហើយឈ្មោះគេល្បីពីពេលនោះមក អ្នកណាមិនចង់ស្លាប់ចេញពីទីនេះទៅ ហើយតាមឆ្លាតពួកឯងឆាបកុលរបស់មានតម្លៃមកធ្វើបែបនេះយើងអាចយកយល់ទុកសពពួកឯងបានលោកសៀហឹងថយចេញទៅឯងមិនមែនជាគូប្រកួតគេទេចង់បានរបស់អញ្ចឹងចាំមើលលោកមានសមត្ថភាពយកអត់ជ្រុលជាចង់ស្លាប់ដល់ម្លឹងទៅហើយនោះអញ្ចឹងយើងជួយបំពេញបំណងនាងចុះ ជួយជាយ៉ាងស្រីថោកទីបឯនេះការនៅប៉មអ៊ីនហ្វឹងបានបោកប្រាស់អ្នកដតីបានសម្រេចលើកនេះយើងនឹងដឹងថានាងស្លាប់របៀបណា ជួយយាយនាងគិតថាមកសង្ងំក្រោយក្នុងម្នាក់នេះអាចរស់នៅបានសុខស្រួលមែនទេហ៎នេះទៅសិនក្បែរកូនគួយសៀវប្រកែកណាចង់ដឹងថាប្រសាទដូចជាគេមានសមត្ថភាពតតាំងជាមួយគាត់បានទេហ៎ លោកវ៉ាន់ឆឹងឯងមានបំណងបង្ហូរឈាមក្នុងសាលយើងមែនទេ បើមែនវាយ៉ាងម៉េចតាកាចាស់ជឹងងាប់ទៅហើយយើងទ្រាំនឹងឯងយូរមកហើយបួសចាំមិនទាន់ជាចង់លូកដៃចូលរឿងអ្នកដតីគួយសៀវសម្រាប់គេមុនទៅ គ្នាច្រើនធ្វើបាបគ្នាតិចខ្លាំងស្អីទៅ យើងចាំផ្លូវឯងយូរហើយ សៀអូ គូយន់ក្បាច់កណ្ដាប់ដៃយើងយ៉ាងម៉េចដែរ នាងមិនមែនស៊ូជីទេអឺ ច្បាស់ជាមិនមែនហើយស្រីគ្មានបានកម្មម្នាក់នោះត្រូវយើងសម្រាប់ចោលយូរហើយ នាង ខ្ញុំដល់ពួកឯងលេងយើងក៏គ្មានខាតស្អីដែរព្រះរាជបុត្រទី5ពេលនេះទ្រង់ត្រូវកណ្ដាប់ដៃទើបហើយកម្លាំងធាតុទ្រង់នឹងរលីគ្មានសល់នឹងធ្វើប្រញាប់ចុះចាញ់ព្រាមទៅរែកលោយើងយកយល់ទុកសាកសពទាំងមូលឲ្យទ្រង់ហេមកធ្វើគុតយើងផងបើខ្លាំងណាស់ចូលមកយើងស្លាប់ហើយនៅសម្ដីឆ្លោះទៀតព្រះជាយាមិនអញ្ចឹងរកុលខ្លួនទ្រង់ឲ្យមកខ្ញុំមកខ្ញុំព្រមទុកជីវិតឲ្យព្រះរាជបុត្រគិតយ៉ាងម៉េច សៀហឹងមកថារាជបុត្រផងលោកវ៉ាន់ឆឹងបានតែមនុស្សទៅគង់សពទៅទៀតយើងនឹងកំទេចសាកសពលោកឲ្យស្ទេ ថាម៉េចខ្ញុំស្ដាប់ច្រឡំទៀតស្រីស្អាតម្នាក់នេះហ៊ានគំរាមយកជីវិតយើងផង ឈូជាយ៉ាវកំពុងសប្តាហ៍តែខោនអីស្មានថាដៅក្នុងដៃជាចប់កាប់ដីហ៎នាងចេះក្បាច់គុណមែនទេ គួយសៀវនឹងបិសាចមុខ1200នាក់នេះសុទ្ធតែជាកពុលអ្នកក្លាហានក្នុងតារាងលំដាប់10ថ្ងៃនេះនាងស្លាប់គ្មានដីកប់ទេ ពួកវាត្រឹមតែជាសម្រាប់ប៉ុណ្ណោះមាននៅក្នុងកសែតភ្នែកយើងផង ចង់ស្លាប់ហើយមែនទេ ម៉ែអត់ទេកុំលោកគ្មានសិទ្ធិធ្វើបែបនេះទេ កុំសម្រាប់កូនខ្ញុំបិសាចមុខ1000ក្រែងអ្នកនាងមានយុទ្ធសាស្ត្រខ្លាំងអីសូមជួយជីវិតកូនខ្ញុំផងសម្រាប់នាងទៅសម្រាប់នាងទៅសម្រាប់នាងចោលទៅអូ ឈូយាយ៉ាងគេជាអ្នកមានគុណនាងឆាប់ទម្លាក់ដៃចុះភ្លាមមិនអញ្ចឹងយើងនឹងសម្រាប់ចោលហើយ ឈូជាយ៉ាវស្រីថោកទីមិនក៏មិនឆាប់ទម្លាក់ដៃចុះភ្លាមទៅអើយមានចេតនាចង់ឲ្យពួកយើងស្លាប់អី อย่ามา
ដល់ដើមឡើយយើងចង់យកពីអ្នកនេះធ្វើចំណាប់ខ្មាំងគម្រាមនាងទុកថានាងចិត្តដាច់ក្រនបើយើងគ្មានថ្ងៃដោះលែងពួកឯងឡើយយាយប្រយ័ត្ន លោកបានឆឹងម្នាក់នេះគ្មានគេខ្មាំងមែនព្រះរាជបុត្រ ផែនការរបស់លោកវ៉ាន់ឆឹងបរាជ័យហើយអ្នកនៅក្រៅរឿងនេះមិនព្រមងាយៗឡើយខ្លាចតែពិបាកមិនងាយដូចមុនទេ កូនសិស្សឈីងអ៊ីសូមគោរពអ្នកគ្រូកាលពីឆ្នាំមុនអ្នកគ្រូបង្ហាត់ក្បាច់គុណមានគុណធំធេងដល់សិស្សបើមិនចឹងទេពឹងលើសមត្ថភាពខ្ញុំតាំងពីដើមមកម្លេះមិនបានធ្វើជាអ្នកក្លាហានទី3ទេគួរឲ្យស្ដាយដែលក្បាច់គុណខ្ញុំនៅទុនខ្សោយទើបព្រះរាជបុត្រត្រូវជន់ខលខូចធ្វើបាបរបួសធ្ងន់ធ្ងរមុននេះខ្លាចបែកការពីសមត្ថភាពអ្នកគ្រូទើបមិនបានគ្រប់ត្រឹមត្រូវសង្ឃឹមថាអ្នកគ្រូមិនប្រកាន់ទៅចុះ ក្រោកឡើងមក ខ្ញុំចង់ជាជួបកំណត់ទ្របដ៏មានតម្លៃមែន ព្រះអង្គត្រូវធ្វើពលបាត់ដៃហ៊ុនវិញទូបង្គំនឹងជួយព្យាបាលទ្រង់ឥឡូវនេះគ្រាន់តែព្រះរាជបុត្ររបួសនេះព្យាបាលងាយស្រួលទេខ្លាចតែថ្ងៃក្រោយទ្រង់មិនអាចប្រើក្បាច់គុណបានទៀតទេ កុំបារម្ភអីស៊ីអូខ្ញុំម្ចាស់នឹងការពារត្រង់ ហើយជាតិពលបាត់ដៃសនមានរលាយហើយសម្រាប់ស្រួលចុកដាវមួយនេះមានឈ្មោះដាវលីងស៊ីមានវិញ្ញាណស័ក្តិសិទ្ធិណាស់វាអាចផ្សារភ្ជាប់នឹងចិត្តវិញ្ញាណជាមួយនឹងអ្នកកាន់ដាវបានបើផ្សំជាមួយនឹងក្បាច់ដាវឆុងស៊ីកាន់តែអស្ចារ្យទ្វេដងសូមអ្នកគ្រូទទួលយកចុះទុកតាមខ្លួនកុំចាស់ជន់ក្បត់ស្រែកស្រង់នគរជូ គ្រាន់តែមើលដៅក៏អូនសប្បាយចិត្តដល់ម្ល៉េះ ស៊ីអូខ្ញុំម្ចាស់រៀនចេះក្បាច់កូនចុងក្រោយហើយ អញ្ចឹងថ្ងៃមុខពិបាកព្រះជាការពារខ្ញុំហើយ គ្មានបញ្ហាទេខ្ញុំម្ចាស់ ព្រះរាជបុត្រដានៀងមានរឿងហើយលោកបានឆឹងមកទៀតហើយ លោកវ៉ាន់ឆឹងលោកបាត់មកពួកយើងមិនបានមែនទេទៅខំជូនដំណើរមកដល់ទីនេះ សំដីឆ្លោះណាស់តើយើងមកជូនពួកឯងទៅឋាននរក តើក៏លោកនេះចាំចំមុខក្រាស់មែនកាលនោះបើលោកកុំតែប្រញាប់ដាក់មេប្រូចម្ល៉េះតែនឹងបញ្ជូនលោកទៅនរកបាត់ទៅហើយ នោះបានឆឹងប៉ុនប៉ងធ្វើឃាតព្រះអង្គមានទោសស្លាប់ក្នុងឯងលោកជឿណាទោសស្លាប់ហើយបើខ្ញុំសម្រាប់ទ្រង់បានវានឹងខ្លាចជាកិត្តិយសដ៏ធំធេងទៅវិញទេ សៀវហឹងដកថយសិនទេមើលថាស៊ីអូឲ្យល្អផងលោកវ៉ាន់ឆឹងនៅមុនខ្ញុំខំទុកជីវិតឲ្យលោកមិនស្មានថាលោកមិនចេះដឹងគុណបានជាមករកស្លាប់ខ្លួនឯងแบบនេះសោះល្អអញ្ចឹងខ្ញុំមកពេញបំណងលោកចាស់ ចូលទៅ នេះពួកអត់បានការ មេតាប់យិននឹងយ៉ាងជាអ្នកក្លាហានទី6និងទី5ឬថាពួកគេจะបងប្អូនមកកើតគ្នាឲ្យតែពួកគេរំដៃគ្នាគឺស្មើនឹងកំពូលអ្នកក្លាហានក្បាច់គុណលំដាប់ទី3 យាយរត់ទៅពួកគេរួមកម្លាំងគ្នាបកកែណាមិនស្មានថាពួកឯងចេះមើលមនុស្សសោះពួកគេទាំងពីរនាក់នេះជាដៃស្ដាំរបស់រាជទាយុទ្ធតែម្ដងបើដឹងខ្លួនបញ្ញាប់ចុះចាញ់តាមស្រួលទៅ លោកវ៉ាន់ឆឹងអញ្ចឹងតើទៅលោកក្អេងក្អាងអីដល់ថ្នាក់នេះតាមពិតជាឆ្កែបំរើរាជទាយុទ្ធសោះ អណ្ដាតរបស់នាងពិតជាកន្លោះល្អមែនយើងពមៀននាងឆ្លាតតិចទៅរបស់ដេញថ្លៃបានតែប្រហែលឆាប់អគុលឲ្យយើងមកធ្វើបែបនេះរ៉ៃយើងទុកសាកសពពេញឲ្យមិនអញ្ចឹងឲ្យតែពីរនាក់នេះចេញធ្វើដៃពួកឯងច្បាស់ជាងាប់គ្មានដីកប់ទេ អញ្ចឹងលោកសាកល្បងមើលទៅមើលថាដៃរបស់ខ្ញុំលឿនជាងឬក៏កណ្ដាប់ដៃពួកលោកលឿនជាង ងាប់ហើយដល់ក្បាលរឿងទៀតពួកឯងសម្រាប់គេចោលទៅ ពួកគេមានតែរន្ទះជើងពួកគេណាសូម្បីតែការក៏មិនខ្លាចដែរ ពួកគេពីរនាក់នេះមានក្បាលដៃកាប់បបុតដុតកញ្ឆេនាងអត់ចុះចាញ់ទៅល្អជាងយាយប្រយ័ត្ន យើងអត់ក្រៃមុននេះសម្ដីថ្លោខ្លាំងណាស់មែនទេឥឡូវមិនដែរមាត់លែងចេញហើយចាប់នាងយកឲ្យយើងចង់ឲ្យនាងបំរើអារម្មណ៍យើងឲ្យសុបាយដូចបាត់ឆឹងបើឯងហ៊ានធ្វើបាបយើងចៅតែបន្តិចយើងច្បាស់ជាមិនតោះលេងឯងទេ បានមិនបញ្ចេញរបស់គាត់ខ្លះទេចាត់ការពួកគេមិនបានឡើយ យើងអត់រំចុះចាញ់តាមស្រួលហើយ ស្បែកកាប់មិនមុតដល់អញ្ចាស្អីទេចាំមើលគ្រឿងក្នុងបេះដូងរបស់ពួកឯងរឹងមាំដល់ថ្នាក់ហ្នឹងអត់ទេ នេះក៏លោកពេលនេះដឹងហើយថាពួកយើងខ្លាំងហើយមែនទេ ថ្ងៃក្រោយក៏មកថយជីវិតទៀតអី អញ្ចឹងមិនបានទេខ្ញុំម្ចាស់ការពាររាជបុត្រ
សើហឹងបាក់យឺតយឺត តែនាងពួកយើងចិត្តទៅដល់រាជធានីហើយអញ្ចឹងទើបខ្ញុំរំភើបលោក កូនស្រីអកតញ្ញូឈូយាយ៉ាងសូមគោរពលោកពង យាយ៉ាវយាយ៉ាវ លោកពងកូនអកតញ្ញូ យាយ៉ាវ3ឆ្នាំហើយមើលទៅកូនស្គមជើងមុនឆ្ងាយណាស់ លោកពង លោកម្ចាស់បរិយាបទសើយ៉ាវយកមកដល់ហើយទូលបង្គំក្រាបថ្វាយបង្គំបរិ លោក យា យុ ប វ ទ មន្ត្រីឆាប់ក្រោកឡើង នេះគឺ នេះជាគំនូររបស់កពូលវិចិត្រករអ៊ូស៊ូតៅខ្ញុំបានដេញថ្លៃមកពីសាលធានប៉ៅដើម្បីជូនលោកពុកក្មេកទុកជាអំណោយ ពុកក្មេកហ៎ ដំណើរផ្លូវវែងឆ្ងាយទើបមិនប្រាប់លោកពុកក្មេកមុនសង្ឃឹមថាលោកពុកមិនប្រកាន់ទៅចុះលោកពុកក្មេកកុំបារម្ភអីខ្ញុំនឹងត្រឡប់ទៅរាជវាំងវិញក្រាបទូលព្រះបិតាឲ្យចេញរាជសារអភិសេក ល្អល្អណាស់ បើអញ្ចឹងកូនប្រសារម្នាក់នេះសូមគោរពលាសិនហើយ ល្អយាយ៉ាវពេលនេះក្នុងវាំងកំពុងវឹកវរមិនក៏កូនមកវិញចំពេលបែបនេះ កុំបារម្ភអីកូនធំដឹងក្តីហើយដឹងថាត្រូវធ្វើអ្វីហើយ 3ថ្ងៃទៀតដល់ថ្ងៃចម្រើនប្រជជនព្រះអង្គហើយដល់ពេលនោះបរិយាបុត្រទាំងអស់មានការប្រយុទ្ធគ្នាកូនដឹកហើយវិមាននាយករដ្ឋមន្ត្រីពួកយើងតែរក្សាចំហនៅចំកណ្ដាលជានិច្ចតែជ្រុលជាយ៉ាវជ្រើសរើសត្រង់ហើយពុកជឿជាក់លើខ្សែភ្នែករបស់កូនពុកនឹងជ្រោមជ្រែងឲ្យអស់ពីកម្លាំងកាយចិត្តយ៉ាពួកឯងសុទ្ធតែអត់បានការពួកឯងសុទ្ធតែបបងបាយ ព្រះរាជយិត្តកុំខ្ចាំងអីស្នាក្នុងវាំងសិតតែមនុស្សរបស់ទ្រង់ពួកគេមិនឲ្យព្រះបត្រាទី5ចូលគាត់ព្រះអង្គទេ ស្រីឯងដឹងស្អីទៅហ៎យើងចង់ឲ្យប្រជាបុត្រទី5ស្លាប់យូរណាស់មកហើយលើកនេះគេច្បាស់ជាមិនសុខចិត្តងាយឡើយ ព្រះរាជយិត្តបណ្ដោយឲ្យបងប្អូនពួកយើងជួយសម្រាលទុកលំបាកទ្រង់ទេ ជួយសម្រាលទុកលំបាកហើយចេញឲ្យឆ្ងាយទៅស្រីកញ្ជ្រោងពីអ្នកឯងនេះយើងខំរៀបចំផែនការយូរណាស់មកហើយតែពួកឯងមិនត្រឹមតែមិនជួយយើងទេថែមទាំងនិយាយឥតប្រយោជន៍នឹងដល់យើងទៀតចេញទៅចេញឲ្យឆ្ងាយពីមុខយើងទៅចេញឲ្យឆ្ងាយទៅគ្មានអ្នកណាជួយយើងទេតែម្នាក់ក៏មិនជួយយើងដែរត្រូវហើយត្រូវនៅវាទី3នៅវាទី3ទៅរកទី3ទៅរកទី3សិនព្រះអនុទី3 ព្រះអនុទី3ព្រះអនុទី3 ឯងកំពុងប្រើមុនអង្គអីហ្នឹងចុះប្រើវាទៀតទៅពេលនេះវារឿងធំហើយ អូក្រាបថ្វាយបង្គំរាជជា អើយបងទី3លើកនេះឯងត្រូវជួយម្ចាស់បងឲ្យបានណា មានរឿងអីកើតឡើង អាទី5ត្រឡប់មកវិញហើយ អាទី5ត្រឡប់មកវិញព្រះរាជយិត្តសប្បាយចិត្តទៅទៅ មិនមែនទេគឺគេមកវិញលើកនេះជាមួយកូនស្រីរបស់លោកនាយករដ្ឋមន្ត្រី ចុះយ៉ាងម៉េច មិនបានទេបងទី3ឯងកំពុងបង្វេងរឿងមួយពុតជាមិនដឹងរឿងមិនដឹងពួកគេមកធ្វើអីទេអីពួកគេមកវិញដើម្បីដណ្ដើមរាជបល្ល័ង្កណា អូ ម្ចាស់បងមិនអាចនិយាយកុហកឯងទៅសូម្បីមេតបយិននឹងយ៉ាងក៏ពួកគេសម្រាប់ចោលដែរ ចុះបន្តទៀត គេនៅក្នុងវាំងតែសំណាងល្អដែលមនុស្សរបស់បងទប់ស្កាត់ទាន់មកគិតថាពួកវាច្បាស់ជាយើងទៅជួបព្រះបិតាមិនខានទេបងទី3ឯងត្រូវតែជួយបងប្រុសម្នាក់នេះឲ្យបានណាបងសន្យាឲ្យតែឯងព្រមជួយបងលើកនេះពេលបងឡើងគ្រងរាជឯងនឹងស្ថិតនៅក្រោមបង្គាប់មនុស្សម្នាក់នៅលើកមនុស្សរាប់ម៉ឺននាក់ ម្ចាស់បងទូលបង្គំមិនចូលចិត្តស្ថិតនៅក្រោមនរណាម្នាក់ឡើយ ហើយបង្គំរាជបុត្រ រាជបុត្រក៏ហ៊ានខាត់ដែរពួកលោកអីក៏ឋានធំម្ល៉េះ ថ្ងៃនេះព្រះអង្គមានអារម្មណ៍មិនស្រួលចុះផ្ទុំបាត់ហើយបើព្រះរាជបុត្រមានកិច្ចការអីចាំត្រឡប់មកស្អែកនេះចុះ ឋានធំមែន
រាជបុត្រកូនធ្វើទូលបង្គំពិបាកអី សៀហឹងទៅវិញក្រាបទូល អាទី3ឯងចង់ធ្វើស្អីនឹងបៃតាត្រង់នឹងមិនទាន់យល់ទៀតឯងត្រង់ក្រុងរាជបល្ល័ង្កយូរពេកហើយដល់ពេលបដូរម្ចាស់ថ្មីហើយកូនដេរិឆាន ចុះប្លន់រាជបល្ល័ង្ករបស់យើងត្រង់បែបមិនទាន់ដឹងទេម្ចាស់បងត្រូវទូលបង្គំសម្រាប់បាត់ទៅហើយមិនយូរទេអាទី5នៅតែតាមគេដែរអស់ត្រាស់ហើយបងទី2និងបងទី4សិតតែទូលបង្គំសម្រាប់ទាំងអស់អីអញ្ចឹងពេលដែលត្រង់ចុះនៅរត់ច្បាស់ជាមិនអាចកោតទេអីវាមិនតើខុសគឺហ៊ានសម្រាប់បិតារបស់បងប្អូនបង្កើតខ្លួនឯងពួកមន្ត្រីមិនបម្រើឯងទេ រាជបុត្រទី5ងងឹតភ្នែកដោយមហិច្ឆតាទ្រង់រូបដៃនឹងនាយករដ្ឋមន្ត្រីឈូក្នុងបំណងលួចធ្វើខៀនព្រះអង្គនិងព្រះរាជទានគ្រាន់តែទូលបង្គំទៅជួយព្រះអង្គយឺតបន្តិចមិនស្មានថាគេអាចរត់យកខ្លួនសោះបិតាកុំបារម្ភអីក្នុងថ្ងៃចម្រើនប្រជជនទ្រង់ទូលបង្គំនឹងប្រកាសដំណឹងនេះឲ្យផ្អាកទូទាំងនគរតែម្ដងចំណែកអាទី5បើគេហ៊ានចេញមុខមកអ្វីដែលកំពុងតែចាំគេគឺកងទ័ពចំនួន 100000 នាក់បើគេមិនហ៊ានចេញមុខទូលបង្គំនឹងឡើងគ្រងរាជហើយចេញរាជសារតាមចាប់គេ កូនដេរិឆានចង់មកសៀតឯងនេះឯងជាសត្វដេរិឆានណៅចុះពេលកាន់តែយឺតហើយដល់ពេលចេញសកម្មភាពហើយដេរិឆានឯង ព្រះអង្គព្រះរាជបុត្រព្រះអង្គយ៉ាងណាព្រះអង្គជាស្ដេចថែដីមួយព្រះអង្គដែរបើទ្រង់សោយទីបង្គត់វាទៅប៉ះពាល់ដល់កិត្តិយសជាតិបើមិនអញ្ចឹងប្រាថ្នាវិញទៅ លោក ថ្នាំពឹសមួយនេះឈ្មោះថាថ្នាំដកបលឹងឲ្យតែបានសោយភ្លាមសោយទីបង្គត់ភ្លាម ពួយសុនទើយើងមិនដែលធ្វើអាក្រក់ដាក់លងតិចទេមិនក៏ឯងរំដៃជាមួយកូនដេរិឆាននេះបំពុលយើងទៅវិញ ព្រះអង្គកុំប្រកាន់ទោសអូនដំណើរទូលបង្គំអីទូលបង្គំបម្រើព្រះអង្គក្នុងវាំងអស់ពេលរាប់សិបឆ្នាំដើម្បីបានតំណែងនិងបុណ្យស័ក្តិបណ្ដោះទូលបង្គំមិនចង់ទៅជាមួយព្រះអង្គឡើយឬទៅឋាននរកទេ ភ័យអ្នកអំប្រើរបស់កូនដូចជាឯងនេះចោលមកសៀត លោកចេះយល់ការល្អមែនអញ្ចឹងយើងទៅអាកាយលោកម្ដងចុះ ព្រះអង្គទូលបង្គំធ្វើបែបនេះដើម្បីទ្រង់បណ្ដោះត្រូវសោយទីបង្គត់ក៏បានដោយសារសពពេញលេញមិនល្អទេអី ក្នុងវាំងសិតតែសេនាការពារវាំងមិនដឹងថាសេនាអស់នោះជាមនុស្សរបស់ព្រះរាជបុត្រភីណានឬជាកូនចៅរាជទាយុទេ ព្រះរាជទានសោយទីបង្គត់ហើយ ថាម៉េចបិតាកំពុងស្ថិតក្នុងគ្រោះថ្នាក់ សៀវអូកុំតែសាព្រះអង្គនឹងមិនកើតអីទេខ្ញុំម្ចាស់ធានា ក្រោយពិធីចម្រើនប្រជជនធ្វើនៅវាំងចៅហើយមិនក៏មកវាំងឆឹងនេះវិញអ្នកណាទៅដឹងរឿងហ្នឹង ព្រះបិតាព្រះបិតា ព្រះរាជបុ ព្រះ ត្ បិ រ តាមិនអាចយើងមកទីនេះបានទៀតឡើយ ព្រះរាជបុត្រពួកនេះបានដីថាម៉េចព្រះអង្គមានរឿងអីព្រះរាជបុត្រទី5ខ្វាក់ភ្នែកព្រមហិច្ឆតារួមជាមួយលោកនាយករដ្ឋមន្ត្រីធ្វើខៀបរាជយាតយកបាញ់លួចដាក់ថ្នាំពុលធ្វើឲ្យព្រះអង្គសោយទីបង្គត់ហើយ មិនអាចទៅនេះមិនអាចទៅរួចទៅអើយ ព្រះរាជបុត្រទី5មិនចង់បានបុណ្យស័ក្តិទ្រង់ធ្វើដំណើរផ្សងព្រេងរាប់ឆ្នាំមកហើយទ្រង់មកវិញលើកនេះដើម្បីចូលរួមបុណ្យចម្រើនប្រជជនព្រះអង្គមិននឹងអាចដាក់ថ្នាំពុលព្រះអង្គបានទៅលោកនាយករដ្ឋមន្ត្រីជាមនុស្សស្មោះត្រង់តាំងពីដើមមកម្លេះគាត់មិនអាចប្រព្រឹត្តអំពើអាក្រក់ក្បត់ជាតិបែបនេះទៅ មិនក៏ថាមិនអាចទៅរួចមិនឃើញលោកនាយករដ្ឋមន្ត្រីមិនមកទៀតហើយព្រះរាជទាយុក៏បាត់ព្រះភ័ក្រអស់ច្រើនថ្ងៃហើយមកដែរ ត្រូវហើយចំណែករាជបុត្រទី5និយាយថាមិនចង់មានអំណាចធ្វើពុតជាមនុស្សល្អមួយរយៈមុនដើម្បីការពារកូនស្រីតកូលឈូទ្រង់ហ៊ានដឹកនាំទ័ពអាវក្រោះទៅប៉ោកអ៊ីហ្វឹងឡាប់អើល លោកមហាថ្លឹកព្រះអង្គទ្រង់ពិតជា ព្រះសពរបស់ព្រះអង្គកំពុងតម្កល់ទុកនៅក្នុងរាជដំណាក់នៅឡើយទេបើពួកលោកមិនអស់ចិត្តចូលទៅមើលផ្ទាល់ភ្នែកទៅដឹងហើយបណ្ឌិតស្មានថារាជបុត្រទី5ប្រសិទ្ធអំពើក្បត់មនសិការបែបនេះសោះទៀតធ្វើគុណបិតាចាប់អស់ខ្លួនឯងមិនដូចបែបនេះមិនសមមិនដល់ឲ្យមានជីវិតរស់ទេ បើសិនជាយើងយាងទៅដល់មុនមួយជំហាននោះម្លោះមិនឲ្យអដេរិឆាននោះធ្វើគុតព្រះបិតាបានសម្រេចឡើយ ព្រះរាជបុត្រនេះជារាជសារព្រះអង្គដែលទ្រង់បានបន្សល់ទុកសូមរាជបុត្រទូលក្រាបទូល
រាជសារបានសរសេរថាព្រះអង្គទ្រង់ត្រាស់បង្គាប់ព្រះរាជបុត្រទី3ព្រះរាជបុត្រឃើញណានគូធ្វើយ៉ាងប្រកបដោយគុណធម៌មានសមត្ថភាពនិងថ្លៃថ្នូរមានចរិតទន់ភ្លន់និងគោរពវិន័យយកចិត្តទុកដាក់នឹងព្រះរាជកិច្ចយើងមិនឃើញមហិច្ឆតារបស់គេមានសមត្ថភាពទទួលរាជបល្ល័ង្កនិងឡើងគ្រងរាជបន្តពីយើងសង្ឃឹមថាក្រោយពេលដែលគេបានឡើងគ្រងរាជគោរពឋានសួគ៌បេដីនិងស្រឡាញ់ប្រជារាស្ត្រស្និទ្ធស្នាលជាមួយអ្នកមានគុណខិតខំដើម្បីភាពរុងរឿងចប់រាជសារ ព្រះបិតា សូមព្រះអង្គមានព្រះជន្មយឺនយូរ10000ឆ្នាំ អស់លោកមន្ត្រីនាំគ្នាក្រោកឡើងមក អរព្រះគុណព្រះអង្គ មនុស្សដែលសម្រាប់បីដានឹងបងខ្លួនឯងមិនសមឡើងគ្រងរាជទេ គូយន់ទ្រង់ធ្វើខេតបិតារបស់បងប្អូនខ្លួនឯងនៅមានមុខមកទៀតគូយន់បើទ្រង់នៅមានបដិសេធការនោះគួរតែយកដៃមកអាកខ្លួនឯងមុខប្រសពព្រះអង្គទៅ ពួកមន្ត្រីខ្វាក់ភ្នែកដែលលួចធ្វើខេតព្រះបិតានឹងរាជបុត្រគឺគូហ្វូយ៉ាង ព្រះរាជបុត្រទី3បានដូចធ្វើខេតទាំងព្រះបិតានិងម្ចាស់បងទ្រង់ព្រះរាជបុត្រទី3បានដូចធ្វើខេតទាំងព្រះបិតានិងម្ចាស់បងទ្រង់ រាជបុត្រទី3 លោកមហាថ្លឹកលោកមានដឹងថាតោះមកបង្កាច់រាជបុត្រត្រូវប្រហារជីវិតទេ ទូលបង្គំច្បាស់ជាដឹងទូលបង្គំត្រូវអំណាចទ្រង់បង្ខំដែរសូម្បីរាជសារមុននេះក៏ជារាជសារខ្លាំងដែរ វ៉ុយសុនតើបាត់មាត់និយាយបោកប្រាស់របស់លោកទៅជឿថាយើងអាចសម្រាប់លោកឥឡូវនេះដែរទេ មួយសុនតើបម្រើព្រះអង្គមុនច្រើនឆ្នាំហើយគាត់ស្បោះត្រង់ណាស់ច្បាស់ជាមិនខកទេបើរាជបុត្រទី5មិនយាងមកពេលនេះទេពួកយើងត្រូវគេបង្វិលក្បាលបានហើយ ធ្វើខៀតបិតាដល់ម្ចាស់បកខ្លួនឯងទម្លាក់កំហុសឲ្យគេចំជាល្បិចពឹសពុលគ្មាននរណាធ្វើដូចទេគ្រូហ្វូយ៉ាងសត្វដេរឆានឯនេះហ៊ានប្រព្រឹត្តអាក្រក់សាហាវយប់ក្នុងដល់ម្លឹង ជ្រុលជាពួកឯងដឹងអស់ហើយអញ្ចឹងយើងមិនមែនទេព្រះអង្គយើងមិនបាច់សំដែងល្ខោនអីទៀតទេស៊ីណាណែហើយចាប់ពួកវាឲ្យអស់ទៅបើពួកឯងនៅរឹងរូសមិនព្រមចោះចាញ់តាមសម្រួលទៀតសេចក្តីស្លាប់កំពុងរកចាប់ពួកឯងហើយ តាំងពីដើមមកឆ្នេះជាស្រេចចាញ់ជាមាទូលបង្គំស្ម័គ្រចិត្តបម្រើព្រះអង្គថ្មីដើម្បីកសាងយុគសម័យថ្មីទូលបង្គំបម្រើទ្រង់ពេញមួយជីវិតប្រកបដោយភាពស្មោះត្រង់ចំពោះទ្រង់ទូលបង្គំស្ម័គ្រចិត្តបម្រើតាមថ្មីដើម្បីកសាងយុគសម័យថ្មី ពួកមន្ត្រីចង់មកសៀតខ្ចោលបាត់ទៅណាទៅនឹងដែរហ៊ានតែចូលចឹងជាមួយជនក្បត់ផង សម្ដីបែបនេះមិនអាចនិយាយបានទេដឹងថាទង្វើពួកគេនេះហៅថាយ៉ាងម៉េចទេគេហៅថាមនុស្សស្គាល់កលៈទេសៈមន្ត្រីទាំងឡាយក្រោកឡើង អរព្រះគុណព្រះអង្គ គ្រូហ្វូយ៉ាងតាមឡើយខ្ញុំចង់ទូឱកាសឲ្យទ្រង់កែខ្លួនតែទ្រង់ជាអ្នករឹសសេចក្តីស្លាប់ខ្លួនឯងទេអញ្ចឹងក៏មិនទោះថាខ្ញុំជាប្អូនដែលធម្មតា អាទី5ពាក្យទាំងអស់នេះព្រះអង្គយើងទេទើបនិយាយត្រូវបាននៅតែរឹងរូសមិនព្រមចាញ់តាមសម្រួលទៀតមានតែផ្លូវស្លាប់ទេចង់ឲ្យអ្នកនាងនឹងលោកម្ចាស់ខ្ញុំស្លាប់ផងហើយលោកមិនតមានសមត្ថភាពទេពួកឯងចូលមកទីនេះបានយ៉ាងម៉េចចុះកងទ័ពរាប់ម៉ឺនយើងនៅឯណា រាជបុត្រទី3ទ្រង់គិតថាទ័ព100000នាក់នោះស្មោះត្រង់ចំពោះទ្រង់មែនទេប្រាប់ទ្រង់ឲ្យដឹងចុះពួកគេស្មោះត្រង់ចំពោះទឹកដីនគរជួបមួយគត់នាយករដ្ឋមន្ត្រីដោយទូលបង្គំចេញមុខបញ្យល់ហេតុផលតែបន្តិចពួកគេចេះពិចារណាបាត់ទៅហើយ ពួកនគរតូចៗដែលត្រង់ញុះញង់នោះក៏ត្រូវបានទ័ពអាក្រក់សុនជាវាកំទេចអស់ដែរ ស្ដេចមិនពឹងលើអ្នកដទៃឡើយយើងពឹងលើខ្លួនឯងតែប៉ុណ្ណោះ ពួកយើងស្រុកចូលទៅលើ ត្រង់ជាកពុលក្បាច់គុណលំដាប់ទី2ធានជាទៅតែដឹងពេលនេះវាហួសពេលហើយសៀស៊ូសម្រាប់ពួកវាទៅ ក្រាបទូល ហ្វូហ្វូយ៉ាងគាត់ថាគ្មានអ្នកណាអាចបង្ក្រាបត្រង់បានតើពិតមែនទេ យើងលាក់ខ្លួនហ្វឹកហាត់ក្បាច់គុណរាប់ឆ្នាំក្រៅពីកំពូលអ្នកគុណបាត់ខ្លួនច្រើនឆ្នាំជាកំពូលអ្នកក្បាច់គុណទី1នៃតារាងអ្នកក្លាហានដែលមាននាមថាកំពូលដើរទៅគ្មានឈ្មោះនោះមានតែចាស់ឈើអ៊ីតែប៉ុណ្ណោះដែលគំរាមកំហែងដល់យើងបានខ្លះតែថាយើងរៀបផែនការសម្រាប់គេយូរណាស់ហើយនិយាយទៅមើលយើងមានអ្វីត្រូវខ្លាចទៅ មែនទេអញ្ចឹងថ្ងៃនេះយើងនឹងធ្វើឲ្យត្រង់ភ្លឺភ្នែកតែម្ដងថាមានភ្នំមួយខ្ពស់និងមានភ្នំខ្ពស់ជាងទៀតមានន័យថាម៉េច តែអ្នកនាងគិតថាខ្លួនឯងមិនត្រឹមតែជាស្ត្រីដែលមានចំណេះដឹងខ្ពស់ជាងគេក្នុងលោកហើយថែមទាំងគិតថាខ្លួនឯងជាកពុលអ្នកគុណលំដាប់ទី1នៃតារាងអ្នកក្លាហានកពុលក្បាច់គុណដើរគ្មានឈ្មោះនោះណា អសាតោអញទីត្រូវហើយយើងនឹងបញ្ជូនអញឲ្យតែស្លាប់ យើងនឹងជួននាងទៅនរកឥឡូវនេះ ស៊ីអូយកថ្នាំនេះទៅឲ្យព្រះអង្គសោយទៅឆាប់ឡើង ហឹម
ចំជាមានសមត្ថភាពមែនតែវាបានត្រឹមតែប៉ុណ្្នឹងទេ មែនទេអញ្ចឹងក្បាច់នេះយ៉ាងម៉េចដែរ បាច់ដៅហងយំក្នុងឋានសួគ៌9ជាន់ឬមួយនាងគឺជាកំពូលអ្នកកូនដៅលំដាប់ទី1ពិតមែនកំពូលអ្នកកូនដៅគ្មានឈ្មោះនោះឯងពួកឯងឆាប់ចូលឥឡូវនេះភ្លាមពួកឯងឆាប់ចូលឥឡូវនេះភ្លាមយាវយ៉ាចាប់ខ្លួនពួកវាមកជួយទៅគុកឃុំឃាំងចាត់ការតាមច្បាប់ ក្រាបទូលចាក់ពួកគេទៅ គូនកតញ្ញូឯងនេះហ៊ានធ្វើឃាតសម្លាប់យើងជាបិតាបង្ការរបស់ឯងបែរជាធ្វើទៅកើតត្រឹមមិនតាន់ស្លាប់ទេ ព្រោះតាពួកយើងបានដឹងរឿងគ្រប់យ៉ាងតាំងពីដំបូង ប្រមាថថ្ងៃនេះរាជបុត្រធីណានឹងចេញធ្វើគុតព្រះអង្គថាអ្វីដើម្បីព្រះអង្គទោះត្រូវលោកជ្រុះដើរលើភ្លើងក៏ខ្ញុំព្រមមិនស្ដាយក្រោយទេ វាមានឈ្មោះថាឆ្នាំពើលាចាក់លោកឲ្យតែលេខចូលទៅបាត់បង់ស្មារតីដោយមនុស្សស្លាប់គ្រាន់តែលេខឆ្នាំបន្សា5ថ្ងៃអាចរស់ឡើងវិញធម្មតាហើយ យើងខំរៀបចំល្បិចផែនការអស់ជាច្រើនឆ្នាំចុងក្រោយបែរជាត្រូវបរាជ័យនៅជំនាញចុងក្រោយមិនអីទេការដែលត្រូវចាញ់ក្រោមកណ្ដាប់ដៃកំពូលអ្នកគុណដល់លំដាប់ទី1បែបនេះមិនអាម៉ាស់មុខទេអ្នកនេះឈូចំជាកំពូលមនុស្សស្រីអស់ចាមែន រាជបុត្រផៃណានទ្រង់មានចំណេះដឹងពេញខ្លួនបានយកចំណេះដឹងនេះទៅប្រើត្រឹមត្រូវ ត្រឹមត្រូវអ្វីដែលហៅថាត្រឹមត្រូវផ្លូវត្រឹមត្រូវនោះគឺមានតែនៅក្នុងវចនានុក្រមអ្នកឈ្នះប៉ុណ្ណោះផ្លូវត្រឹមត្រូវរបស់ស្ដេចមិនប្រកាសថាជាផ្លូវត្រឹមត្រូវនោះទេ ព្រះអង្គ អ្នកនាងឈូខានជួបគ្នាយូរមកហើយ ព្រះពេទ្យកលា រឿងដល់ដំណាក់កាលនេះហើយមិនក៏នៅព្រះពេទ្យតឡាទៀត បីដែរ ហើយបែបនេះទៅត្រឹមត្រូវល្អ រៀបចំរាជសារចាប់ពីថ្ងៃនេះទៅរាជបុត្រទី5នឹងឡើងជារាជទាយានហើយអ្នកនាងឈូធ្វើជាព្រះជាយារៀបចំថ្ងៃអភិសេកដល់ពេលនោះយើងនឹងចេញមកធ្វើជាអធិបតីរៀបចំពិធីដោយផ្ទាល់ អរព្រះគុណបិតា បាទហើយជាគ្រួសារតែមួយមិនបាច់គួរសមអីទេក្រោកឡើង ព្រះអង្គស្ដេចយាង ហឹម